ខាងក្រោមគឺពិតទាំង4លោកអាចរៀបការជាមួយខ្ញុំបានដោយសារតែខ្ញុំគិតថាលោកបានប៉ះទង្គិចរាងកាយរបស់ខ្ញុំមកតែលោកគឺជាមនុស្សល្ងងណាស់បាននិយាយទៅលោកគ្រាន់តែជាប្រុសស្នំដែលខ្ញុំពេញចិត្តម្នាក់តែប៉ុណ្ណោះដោយសារតែលោកបានផ្ដល់ប្រយោជន៍ឲ្យខ្ញុំជាច្រើនដូច្នេះគឺខ្ញុំត្រូវតែសូមអំណរទៅលោកវិញអាចារ្យព្រះនាងអញ្ចឹងបើសិនជាទូបង្គំមិនបានផ្ដល់ប្រយោជន៍ឲ្យព្រះនាងនោះទ្រង់នឹងសម្លាប់ទូបង្គំតាំងពីយូរណាស់មកហើយមែនទេហ៎ព្រះនាងគិតតែពីប្រយោជន៍ខ្លួនឯងមែនក្រាញ់ព្រះនាងឲ្យទូបង្គំរៀបអភិសេកជាមួយនឹងទ្រង់ថែមទាំងព្រះនាងនគរទាំង3ទៀតតែពេលនេះទ្រង់បែរជាយកអំណាចមកប្រើទូបង្គំបែបនេះតាមមែនទេមិនត្រូវធ្វើអញ្ចឹងទេលោកត្រូវតែជួយខ្ញុំនឹងតែងតាំងលោកជាមហាថ្លឹកផ្នែកកត់ត្រាណាថាម៉េចមហាថ្លឹកព្រះអង្គត្រូវការអ្វីបន្ថែមទៀតទេអូស្រុបកាយទេទ្រង់ងាប់មិនខានទេបើមិនអញ្ចឹងទេនោះធ្វើជាសេនាចំណិតទៅហើយមិនកើតទេច្បាស់ជាមានពាក្យចចាមអារ៉ាមជាច្រើននិយាយដើមខ្ញុំតែថ្ងៃមុខបើអញ្ចឹងខ្ញុំនឹងឲ្យលោកធ្វើជាប្រធានក្រុមការពារប្រជាជាតិណាហើយបើទោះបីជាខ្ញុំចង់ទៅណាមកណាគឺលោកអាចការពារខ្ញុំមួយនេះរៀងក្រាន់បើបន្តិចតែបើអាពីប្រភេទមុននោះទទួលចូលមិនបានទេធ្វើជាប្រធានក្រុមមួយថ្ងៃមិនបានដើរតាណាផងនឹងមិនធ្វើទេឥឡូវនិយាយមកចង់ធ្វើអីទៅឲ្យធ្វើជាមហាថ្លឹកក៏មិនធ្វើឲ្យធ្វើជាប្រធានក្រុមក៏មិនធ្វើទៀតហើយលឿនឡើងទៅមិនអញ្ចឹងទេម្ដាយចង់កដាមុខឥឡូវហ្នឹងណាធ្វើបែបនេះចោះទូបង្គំហើយនឹងព្រះនាងជាប្តីប្រពន្ធនឹងគ្នានៅមុខរដ្ឋមន្ត្រីទូបង្គំហៅថាព្រះអង្គម្ចាស់ប៉ុន្តែនៅតែ2នាក់ហៅថាប្តីប្រពន្ធអូនសម្លាញ់អីអញ្ចឹងក៏បានដែរចាំមិនដែរធ្វើជាស្វាមីព្រះជាមែនទេបើអញ្ចឹងធ្វើជាអ្នកគ្រប់គ្រងប្រទេសជាតិថៃណាកាត់ម្ដងទៀតទៅម្យ៉ាងទៀតគឺលោកត្រូវរៀបការជាមួយព្រះនាងទាំង3ហើយបើសិនជាលោករៀបការជាមួយខ្ញុំទៀតលោកត្រូវតែមានអ្វីជាពិសេសអាចារ្យកំដាប់ដៃខ្លាំងជាងអីបថងទៅហើយអត់មានអ្វីជាពិសេសទៀតព្រះនាងពិតជាមើងងាយឯងពេកហើយបើសិនជាលោកព្រមធ្វើតាមខ្ញុំព្រមបង្ហាញពីជំនាញរបស់លោកនោះណាខ្ញុំធានាថាលោកមានទ្រព្យសម្បត្តិមិនចេះចប់ដូច្នេះអ្វីដែលលោកគិតមិញនេះបំភ្លេចចោលទៅហើយថ្ងៃស្អែកនេះបើសិនជាលោកធ្វើមិនធ្វើលោកត្រូវតែប្រាប់ខ្ញុំបើសិនជាខ្ញុំអត់រវល់ជាមួយលោកទេលោកច្បាស់ជាគ្មានអីហូបខ្ញុំនឹងឲ្យលោកអត់ឃ្លានរហូតដល់ស្លាប់ហើយខ្ញុំនឹងឲ្យកងទ័ព3000នាក់ទៀតធ្វើជាកូនចៅរបស់លោកព្រះអង្គម្ចាស់មកពីនគរណានជូព្រះអង្គសៀងអាតមានកម្រិតយុទ្ធសិលពាក់កណ្ដាលព្រះដងហ្វាងស៊ូក្នុងនាមនាងជាព្រះអង្គម្ចាស់នៅនគរមហាជ័យព្រះអង្គឆាប់ចុះចាញ់ឲ្យហើយទៅមិនអាចទប់ទល់ជាមួយនឹងនគរទាំង3របស់ពួកយើងទេដងហ្វាងស៊ូព្រះអង្គមិនមែនជាមនុស្សប្រុសគ្រាន់តែជាមនុស្សស្រីដែលចេះតែដេប៉ាឆាប់ចុះចាញ់ឲ្យហើយទៅព្រះអង្គម្ចាស់នគរខាងលិចស៊ូជៀនជីងវៃយុទ្ធសិលអាណាចក្រកណ្ដាលទេវតាយើងក៏មិនចង់សម្លាប់ព្រះអង្គម្ចាស់ដែរប៉ុន្តែនគរបៃម៉ាយើងមហាជ័យមិនអាចត្រូវគ្នាបានទេបៃម៉ាស៊ូដល់ស្លាប់ព្រះអង្គម្ចាស់បៃម៉ាយេលូរ៉ុងយុទ្ធសិលដំណាក់កាលនៃព្រះកម្លាំងដ៏កាចសាហាវរបស់ទ្រង់ពិតជាសាហាវណាស់ដងវ៉ាងស៊ូព្រះអង្គពិតជាក្លាហានណាស់ចង់ឲ្យនគរទាំង3របស់ពួកយើងនេះចុះចាញ់ជាមួយនឹងព្រះអង្គមែនទេទូបង្គំមិនយល់ព្រមនោះទេក៏ពីមុននគរណានជូយើងជានគរពូកែខាងច្បាំងសង្គ្រាមចង់ឲ្យយើងចុះចូលមិនអាចជាដាច់ខាតដងហ្វាងស៊ូព្រះអង្គជាមនុស្សស្រីមិនអាចធ្វើអ្វីបានដូចជាមនុស្សប្រុសពួកយើងទេយល់ល្អព្រះអង្គម្ចាស់គួរតែចុះចាញ់បើមិនចឹងទេបៃឡែវឥឡូវហើយដងហ្វាងស៊ូព្រះអង្គត្រឹមតែជាមនុស្សស្រីតែប៉ុណ្ណោះតែអាចធ្វើអ្វីបានទៅយល់ល្អធ្វើជាប្រពន្ធរបស់ទូបង្គំទៅទង្វើរបស់លោកមិនសមធ្វើជាស្ដេចទេមហាជ័យរបស់យើងគឺមានអ្នកមានទេពកោសល្យច្រើនណាស់ហើយពួកគេនឹងអាចបង្ក្រាបលោកនៅក្នុងនគរទាំង3បានហេតុអីបានជាមិនឃើញសៅហ្វានពេលនេះទៅហើយហេតុអីក៏មិនបានមកទៀតនោះនេះឆ្ងាញ់អូហេមិនឲ្យចូលទេនគរទាំង3កំពុងតែប្រជុំគ្នានោះហាមចូលកម្មវិធីនេះបើសិនជាគ្មានជើងច្បាស់ជាអំបិលមិនខានទេអាដៃញើយឆាប់បើកផ្លូវទៅមិនអាចបើកទេមុននឹងបើកសួរសិនទៅបោះបាយបានវត្តបើបាន5វត្តទើបឲ្យចូលបើមិនចឹងទេចេញទៅវិញទៅកុំរំខាននគរទាំង3កំពុងតែភាសាគ្នាឌូយល់ត្រូវហើយលក្ខខណ្ឌនេះទើបតែបង្កើតថ្មីទេអញ្ចឹងយើងសួរឲ្យតើឯងបោះបាយបិទបានប្រមាណវត្តដែរ
ហើយទៅវត្តណាខ្លះយើងទៅធ្វើបន់ពាក់ព័ន្ធអីជាមួយឯងជួយឆ្លើយទៅចោះជើមិនទាន់បានមកវត្តទេមិនទាន់បានមកវត្តមិនឲ្យចូលទេអញ្ចឹងអាប្រុសឯងឆាប់ចេញទៅកុំរំខានពួកយើងឆាប់ឲ្យយើងចូលទៅបើសិនជាយើងមិនបានចូលទៅទេនគរមហាជើនេះច្បាស់ជាប្រគល់ឲ្យនគរទាំង3ហើយចេញទៅណែមិនឲ្យចូលទេអាមិនក៏បានជានិយាយមិនចេះស្ដាប់គ្នាអញ្ចឹងពួកយើងគ្រាន់តែសួរថាឯងទៅបោះបាយបិទបានវត្តមិនកុំឆ្លើយបើឆ្លើយរួចគេឲ្យចូលហើយនៅបើតប៉ាយអញ្ចឹងទៀតដាក់ក្បាលម្ដៅឥឡូវបើថាមិនបានមកវត្តទេញ៉ាប់ចេញទៅវិញទៅបិណ្ឌ6បិណ្ឌ7បានជើងទៅពួកឯងបើកផ្លូវទៅវិវោហើយបើសិនជានៅតប៉ាយជាមួយនឹងពួកអប្រមាណអ្នកនាងទៀតមហាជើច្បាស់ជាមានគ្រោះថ្នាក់ហើយក៏ប៉ុន្តែក្រែងយើងមានយុទ្ធសាស្ត្រអាចហោះបានតើលបងទាំងអស់គ្នាខ្ញុំទើបតែមកពីផ្ទះក្នុងដៃខ្ញុំនេះគឺអន្សមជ្រូកពួកលបងត្រូវការដែរទេមិនត្រូវការទេអាល្អិតយើងមិននិយាយតប៉ាយច្រើនពេកណាគ្រាន់តែនិយាយទៅវិសាមបន្តិចយើងមិនឲ្យឯងចូលទេបើពួកលបងមិនឲ្យខ្ញុំចូលបើមានបញ្ហាអ្វីទៅតើលបងឯងទទួលខុសត្រូវដែរទេបើមិនឲ្យខ្ញុំជោគខ្ញុំហោះសម្បត្តិដូចឯងអញ្ចឹងចេះហោះដែរមែនទេមិនស្រួលទេពួកអស់នេះមើងងាយជីវភាពអញតើចាំម៉េចបើសិនជាលបងមិនព្រមបើកទ្វារទេអញ្ចឹងមានតែខ្ញុំហោះហើយអាល្អិតទៅវិញទៅកុំរំខានយើងណែឯងមើលចុះហិចដងវ៉ាងស៊ូໄວត្បិតតែពេលនោះនាងទៅបង្ក្រាបបីសោចជាមួយនឹងបព្វបរោះរបស់យើងប៉ុន្តែយ៉ាងណានេះជាមនុស្សស្រីមិនអាចគ្រប់គ្រងបានទេយល់ល្អចុះចាញ់ទៅចុះចាញ់ក្បាលយកឯងស្អីណែសុំទោសនៅទាំងអស់គ្នាដោយសារតែពួកអដែងប្រមាណអ្នកមិញសួរថាឯងបោកបាយបិណ្ឌបានប្រមាណវត្តប៉ុន្តែពួកតាកាចាទាំង3នាក់នេះហើយអញញ៉ៃស្អីហ្នឹងហ៎ចង់អុកឡុកធ្វើបាបប្រពន្ធរបស់យើងផងមែនទេម្នាក់មុខចាស់ដូចខ្មោច7ថ្ងៃចង់យ៉ាងម៉េចហ្នឹងអណែប្រពន្ធសម្បាញ់ពួកគេទាំង3នាក់ជាស្អីទៅព្រះអង្គម្ចាស់នៃនគរទាំង4អូការពិតគឺព្រះអង្គម្ចាស់នគរទាំង4ទេហើយចុះហេតុអីបានជាមកចង់រករឿងជាមួយនឹងប្រពន្ធរបស់ខ្ញុំអញ្ចឹងហ៎ពួកលោកចង់អេតិមែនទេអេតិក្បាលហើយស្អីមើលទៅឯងក្មេងណាស់និយាយស្ដីមិនចេះគោរពចាស់ទុំនឹងចាស់ទុំខ្មោចចូលស្អីទេកាន់សិតតែអាវុធគ្រប់ដៃហើយសិតថាចាស់ទុំប្រពន្ធសម្លាញ់ចង់ចាប់ការយ៉ាងម៉េចបងចាប់ការឲ្យព្រះអង្គម្ចាស់អ្នកនេះគឺជាកម្ពុជាសាសនៃបក្សសៀនធានអាយ៉ាការពិតវាជាកម្ពុជាសិននៃបក្សសៀនធានទេអញ្ចឹងមកសម្ដីក្អេងក្អាងម្លេះយើងប្រាប់ឯងទៅចុះអាយុយើងសកអើឯងអើយគោរពយើងខ្លះផងទៅគោរពលោកខ្ញុំសុកចិត្តគោរពប្រសង់នៅតាមវត្តក៏មិនគោរពស្ដេចល្ងីល្ងើដូចជាឯងដែរនគរកំពុងតែសុកសានម៉ែជាម្នាក់ចង់មកដណ្ដើមទឹកដីរបស់គេទឹកដីខ្លួនឯងមិនកំព្រមការពារចាំបាច់អីមកចង់មកដណ្ដើមណែនគរមហាជើរបស់យើងចាំមិនយើងនិយាយត្រូវចំណុចហើយមែនទេទើបពួកឯងសើចមិននឹកស្មានថាដងហ្វាងស៊ូជាស្ដេចនៅមហាជើបែរជាឲ្យក្មេងអាល្អិតម្នាក់នេះមកនិយាយជំនួសទៅវិញពួកយើងទាំង3នឹងបញ្ជូនឯងទៅឋាននរោហើយណែមិនទាន់បានរាប់ផងវាយបាត់ទៅហើយនេះជាទង្វើថោកទាបពួកលោកហ៊ានធ្វើបែបនេះនៅនគរមហាជើរបស់ពួកយើងផងតែលោកមានដឹងទេការប្រឆាំងរបស់លោកនេះគឺធ្វើឲ្យប្រជារាស្ត្រដែលគ្មានកំហុសស្លាប់រត់មិនអស់ដោយសារតែមហិច្ឆតារបស់ពួកលោកព្រះរាជាដំណាក់មុនបានប្រថុយជីវិតបិទត្រាបបិសាចបន្ទាប់មកខ្លួនឯងក៏មានរបួសធ្ងន់ធ្ងរគោលបំណងគឺតែម្ចាស់គុតគឺចង់ឲ្យប្រទេសទាំង4មានសន្តិភាពរាល់កិច្ចសន្យាព្រមព្រៀងគឺនៅទីនេះទ្រង់ចង់ឲ្យនគរទាំង3ចាប់ដៃគ្នាដើម្បីកម្ចាត់សត្រូវប៉ុន្តែនគរទាំង3នាំគ្នាវាយប្រហារមហាជើទៅវិញធ្វើបែបនេះគឺមានន័យថាក្បត់គឺត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រដងហ្វាងស៊ូនាងឈប់និយាយធ្វើជាល្អទៀតទៅការពិតយើងក៏មិនចង់បង្កសង្គ្រាមដែរប៉ុន្តែនគររបស់យើងត្រូវបានបណ្ដាសាដូច្នេះហើយទើបយើងមកដណ្ដើមទឹកដីរបស់នាងល្អណាស់ថ្ងៃនេះមហាជើរបស់យើងនឹងបញ្ជូនសាវហ្វានដើម្បីប្រយុទ្ធជាមួយពួកលោកបើសិនជាគាត់ចាញ់វាជាការបរាជ័យរបស់ខ្ញុំប៉ុន្តែបើសិនជាគាត់ឈ្នះនគរទាំង3គឺត្រូវតែចូលជាមួយមហាជើហើយបើសិនជាមានអ្នកណាមានកំណត់បាបម្ដងទៀតខ្ញុំនឹងដឹកនាំតបប្រយុទ្ធដល់ផ្ទាល់មើលតែព្រះជាទ្រង់ដូចជាមនុស្សឈួតបើសិនជាប្រយុទ្ធដល់ខ្លួនឯងនោះទ្រង់នឹងអាចឈ្នះប៉ុន្តែទ្រង់បែរជាបញ្ជូនអ្នកបម្រើល្ងីល្ងើម្នាក់មិនដឹងអីតែប្រយុទ្ធទៅវិញរឿងនេះមិនចម្លែកទេតាមមើលព្រះអង្គម្ចាស់ប្រហែលជាមានរបួសធ្ងន់ហើយមកទៅនោះបានជាទ្រង់ធ្វើអញ្ចឹងព្រះអង្គម្ចាស់ម្នាក់សាវហ្វាននោះពិតជាចម្លែកខ្លាំងណាស់នៅពេលដែលខ្ញុំម្ចាស់ទាយវាសនារបស់គេបែរជាមិនឃើញអ្វីសោះថែមទាំងធ្វើឲ្យខ្ញុំម្ចាស់ក្អួតឈាមទៀតព្រះពរអាប្អូនសាវហ្វាត់ល្បីថាឯងមានយុទ្ធសាស្ត្រខ្លាំងយើងចង់សាកជាមួយឯងសាកមើលយុទ្ធសាស្ត្រណែទឹកចំចាស់ហើយប្រាយុទ្ធសាស្ត្រណែទឹក
ចប់កណំឆែបនេះឯងអញ្ចឹងតើបាទជាឯងមានយុទ្ធសាស្ត្រខ្លាំងបែបនេះផឹកវិញ្ញាជាមួយគេគាត់ត្រូវរហូតពិតជាកម្រន់ណាស់ដែលមានអ្នកយល់ដឹងអំពីយុទ្ធសាស្ត្រនេះយុទ្ធសាស្ត្រវល់ស្អីទុកឲ្យយើងវិញម្ដងយើងចាប់ការឯងយុទ្ធសាស្ត្រមហាទម្ងន់អាយុទាំងពីររន្ទើហិចតាកាចាស់ធ្លាប់មើលធឿនធីរ៉ាទេគាត់ប្រកែកែងតែយើងប្រកែវាយក្បាលពោះម្ដាយមិញតែចុកចាប់ដែរទេហ៎អាយវិញវ៉ាន់អញនៅណានៅនេះចេះដងហ្វាំងស៊ូយើងមិននិយាយច្រើនទេនេះឆាប់ចុះចាញ់ឲ្យទៅនេះគឺជាវត្ថុទិព្វរបស់លោកសៀនអាកមានរបស់មួយនេះច្បាស់ជាឈ្នះមិនខាននោះទេយុទ្ធសាស្ត្ររបស់គាត់ពិតជាសាហាវខ្លាំងណាស់នេះគឺជាថងទិព្វរបស់ព្រះអង្គម្ចាស់សិនអាតយល់ល្អពេលនេះព្រះអង្គម្ចាស់គួរតែចុះចាញ់ឲ្យទៅឈប់សិនអាធីនលោកជាស្ដេចគ្រប់គ្រងនគរហើយអះអាងថានិកាយអមតារបស់លោកល្អមិននឹកស្មានថាលោកប្រើវិធីថោកទាបដល់ម្លឹងសោះដងហ្វាំងស៊ូនាងគិតថានាងគឺជាព្រះអង្គម្ចាស់ត្រឹមត្រូវមែនទេខ្ញុំស៊ូនាងតាំងពីបិណ្ឌ1រហូតដល់បិណ្ឌ6ហើយបានមកវត្តហើយនៅឬធ្វើបន់ពាក់ព័ន្ធអីជាមួយនឹងឯងទៅជើងប្រាប់ឯងទៅចោះប្រពន្ធរបស់ជើងទៅថ្ងៃស្អែកនេះហើយគិតតែខ្លួនឯងទេដែលនិយាយនោះតើបានមកវត្តហើយឬនៅសំដីក្អែងក្អាងឯងពិតជាក្អែងក្អាងមែនអាចោមកសៀតគិតទៅអាចង្រៃនេះវានៅតែក្រោយខ្នងមនុស្សស្រីតែប៉ុណ្ណោះទេព្រះអង្គម្ចាស់យល់ល្អចុះចាញ់ជាមួយនឹងពួកយើងហើយទៅតែពីក្រោយខ្នងមនុស្សស្រីមែនទេលោកដឹងអត់ហ្នឹងនៅពេលដែលយើងបានប្រយុទ្ធគ្នាជាមួយបេសាចនោះប្រតិចាររបស់ពួកលោកទាំង3នៅពីក្រោយខ្នងរបស់ខ្ញុំប៉ុន្តែសំណាងល្អខ្លាំងណាស់ដែលបានសៅហ្វានមកទាន់គេក៏បានប្រយុទ្ធជាមួយបេសាចនោះធ្វើឲ្យបេសាចបរាជ័យនាងនិយាយថាម៉េចបបពាក់បរោះរបស់យើងនៅពីក្រោយខ្នងរបស់នាងមែនទេនិយាយមិនចេះខ្មាស់មាត់មែនឈើតាមមើលទៅសមត្ថភាពរបស់នេះគឺគ្មាននោះទេថែមទាំងឲ្យអាចចង្រៃល្អិតម្នាក់នេះជាអ្នកប្រយុទ្ធជំនួសនគរមហាជ័យវិញប្តីផ្ដាស់ណាស់មហាជ័យរបស់ខ្ញុំមិនអាចជួយសង្គ្រោះយាយយូរ៉ុងទេដូច្នេះការគ្រប់គ្រងរបស់លោកនៅភាគខាងជើងមិនស្ថិតក្នុងគ្រោះថ្នាក់ទេចុះហេតុអីបានជាលោកសម្លឹងមកមហាជ័យរបស់ខ្ញុំលោកប្រហែលជាគិតថាក្នុងទ្វីបនេះគ្មានអ្នកណាជាស្ដេចចម្បាំងទេមើលទៅលោកធ្វើអាក្រក់ច្រើនណាស់សម្រាប់បងប្រុសខ្លួនឯងទៅដើមរាជបល្ល័ង្កគិតថាធ្វើបែបនេះជារឿងល្អមែនទេចាំមើលថាព្រះអង្គមានផែនការបែបណាទៅទូបង្គំពិតជាចង់ឃើញខ្លាំងណាស់បញ្ចេញសមត្ថភាពមកគឺជាសៀកយានជីដែលបានក្បាលឧត្តមកតេរបស់ខ្លួនលោកបានចាប់ក្មេងស្រីជាច្រើនព្រោះតែបំពេញវិជាគុណរបស់ខ្លួនបន្ទាប់មកក៏ធ្វើឲ្យខ្លួនឯងខ្លាចទៅជាអ្នកគ្រប់គ្រងនគរឆេះដងហ្វាំងស៊ូខ្ញុំក៏មិនចង់ធ្វើអញ្ចឹងដែរក៏ប៉ុន្តែអ្វីគ្រប់យ៉ាងទាំងអស់នេះគឺដោយសារតែនគរមហាជ័យបានដាក់បណ្ដាសាយើងដងហ្វាំងស៊ូនាងមើលចុះនេះជាអ្វីឯងជាប់បណ្ដាសាមានពាក្យព័ន្ធអីជាមួយនឹងប្រពន្ធរបស់ជើងទៅប្រពន្ធរបស់ជើងគ្រាន់តែចង់ឲ្យនគរទាំង3រួមគ្នាកុំឲ្យមានសង្គ្រាមតែប៉ុណ្ណោះតែឯងបែរជាធ្វើអញ្ចឹងទៅវិញអាឡិនយើងឲ្យឯងមើលចុះសក់ភ្លឺក៏ស្អាតបែបនេះដែលបងប្អូនអរគ្នាប្រើប្រាស់ជាមួយឈុតសម្បកសក់ឡាណូការដែលបងប្អូនអរគ្នាជ្រើសរើសជាមួយឈុតសម្បកសក់ដែលត្រឹមត្រូវនិងមានគុណភាពល្អធ្វើឲ្យស្បែកក្បាលជាមួយនឹងសរសៃសក់បងប្អូនអរគ្នាមានសុខភាពល្អពីគល់រហូតដល់ចុងសក់សម្រាប់ឈុតសម្បកសក់ឡាណូមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនអាចជួយថែរក្សាសរសៃសក់និងស្បែកក្បាលយ៉ាងមានប្រសិទ្ធភាពខ្ពស់ក៏ហើយមានអារម្មណ៍ថា fresh បាត់ stress ជាមួយក្លិនក្អូបអាហារមិនឈួលក្លិនតាក់ទាញក៏ហើយមានក្លិនក្អូបជាប់បានយូរបើសិនជាបងប្អូនអរគ្នាកំពុងមានបញ្ហាសក់ស្ងួតខ្សោះជាតិទឹកសក់ហើមបែកចុងសក់ដាច់សំពងជ្រុះខ្លាំងសក់ដោះយឺតស្បែកក្បាលមានកែឆាប់ឡើងភេចង់បាត់បញ្ហាទាំងអស់នេះបងប្អូនអរគ្នាប្រើប្រាស់ជាមួយឈុតសម្បកសក់ឡាណូដែលគ្រាន់តែមានតែកប់មួយនិងបតុនមួយតែប៉ុណ្ណោះដឹងអត់គ្រាន់តែបងប្អូនអរគ្នាមានឈុតសម្បកសក់ឡាណូមួយឈុតតែនឹងទទួលបានសក់ទុនភ្លឺអាឡងលាស់មានទម្ងន់ស្បែកក្បាលគ្មាននឹងកែកាត់បន្ថយសក់ជ្រុះសក់រឹងមាំពីគល់រហូតដល់ចុងសក់និយាយរួមទៅអាចកតេខាងបដកូនសក់ត្រឡប់មកវិញនឹងសក់ដោះលឿនតែម្ដងបើនិយាយពីការបតុនសក់របស់ឡាណូវិញបងប្អូនអរគ្នាដោយបងប្អូនអរគ្នាបានទៅស្ប៉ានៅសាឡនថ្លៃៗដែលចំណាយពេលយូរអញ្ចឹងនិយាយរួមទៅគាត់ដាក់ភ្លាមបងប្អូននឹងទទួលបានអារម្មណ៍មួយសក់យល់លងទុនល្មើយខ្លាំងមែនតើតែម្ដងបងប្អូនដែលគាត់លេងពណ៌សក់វិញមើលវីដេអូនេះគឺត្រូវបានតែម្ដងធម្មតាទេលេងពណ៌សក់ទៅស្អិតចង់ជពាក់ចង់អីចឹងណាបងប្អូនអរគ្នាចឹងបើសិនជាចង់ថែរក្សាសរសៃសក់បងប្អូនសរសៃសក់បងប្អូនអរគ្នាជ្រើសប្រើជាមួយនឹងឈុតសម្បកសក់ឡាណូជួយព្យាបាលបានទាំងស្បែកក្បាលជាមួយនឹងសរសៃសក់ក្នុងពេលតែមួយនិយាយរួមទៅបងប្អូនអរគ្នាជាពិសេសនោះគឺការបដកកូនសក់តែម្ដងបងប្អូនអាចមើលបានកូនសក់ដោះមួយជ្រុងច្រាំងហើយសក់យល់លងទុនល្មើយហើយលក្ខណៈថាសរសៃសក់ឲ្យមើលទៅភ្លឺសុខភាពល្អបែបនេះតែម្ដងហាពុតថោប្រធាងហើយឯងឃើញហើយឬនៅនេះគឺជាបណ្ដាសាបើនគរទាំង3អាចគ្រប់គ្រងមហាជ័យបណ្ដាសារបស់យើងក៏អាចដោះស្រាយបានដែរព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់ដែលធ្វើបន់ដែរទេហេតុអីបានជាជាប់បណ្ដាសាបែបនេះគឺដោយសារតែឆ្នាំមុនយើងទៅបោះបាយបិណ្ឌឃើញបាយបិណ្ឌទំនងពេកមិនទាន់បានបោះផងក៏ភ្លុកមួយម៉ាត់ទៅដូច្នេះក៏ជាប់បណ្ដាសានេះមានតែទឹកដីមហាជ័យទេទើបអាចដោះបណ្ដាសាមួយនេះបាន
ដងវាងស៊ូពេលនេះព្រះអង្គម្ចាស់ដឹងហើយមូលហេតុទាំងអស់នេះហើយទើបនគរទាំង3ជើងសោកចិត្តមកទីនេះដើម្បីប្រឆាំងជាមួយនឹងព្រះអង្គម្ចាស់យល់ល្អឆាប់ចុះចាញ់ឲ្យហើយទៅពួកយើងទាំងអស់គ្នាក៏មិនចង់ធ្វើអញ្ចឹងដែរតែនេះដោយសារតែមានហេតុផលនេះទើបយើងមកទីនេះត្រូវហើយព្រះអង្គម្ចាស់ឆាប់បកលទឹកដីមហាជើមកឲ្យពួកយើងមកបើមិនអញ្ចឹងទេយើងនឹងបញ្ជូនព្រះអង្គម្ចាស់ឲ្យទៅស៊ីបៃបិណ្ឌនៅយប់នេះតាមមើលទៅប្រពន្ធរបស់ជើពិតជាមានសម្ពាធខ្លាំងណាស់បញ្ហារបស់គេសោះតែប៉ះពាល់ដល់នាងធ្វើជាព្រះអង្គម្ចាស់ពិតជាមិនងាយស្រួលទេយើងត្រូវតែរកវិធីជួយនាងដើម្បីឲ្យនគរទាំង3នេះចុះចូលជាមួយនឹងមហាជើប្រពន្ធសម្លាញ់តាមមានដំណោះដោះស្រាយទេមិនទាន់មានដំណោះស្រាយនៅឡើយទេពួកកាចាស់ទាំង3ខ្ញុំព្រមប្រយុទ្ធជាមួយលោកបើសិនជាខ្ញុំចាញ់នោះខ្ញុំនឹងប៉ាវពួកលោកដាក់មួយឈុតឲ្យណានៃតែម្ដងតែបើសិនជាខ្ញុំឈ្នះនោះបើសិនជាឯងឈ្នះតើឯងចង់ធ្វើអ្វីទៅឬមួយឯងចង់ឲ្យយើងចេញ10កេះតើឯងបើលោក10កេះខ្ញុំក៏10កេះដែរហ្នឹងដាច់ខាតពួកយើងត្រូវតែប្រយុទ្ធឲ្យឈ្នះបើមិនចឹងទេអស់10កេះមិនខានទេ10កេះសម្រាប់យើងគ្មានអីអស្ចារ្យទេតែបើពួកយើងឈ្នះមហាជើជារបស់ពួកយើងប្រសិនណានៅក្នុងករណីនេះបើសិនជាទាំងអស់គ្នាព្រមបញ្ឈប់បញ្ហាទាំងអស់ត្រឹមថ្ងៃនេះបើសិនជាខ្ញុំចាញ់មហាជើនឹងតាមលោកសាហ្វានលោកជាស្វាមីរបស់ខ្ញុំវាស្នាមហាជើនៅក្នុងដៃរបស់លោកកុំធ្វើឲ្យខ្ញុំអស់សង្ឃឹមអីសោះប្រពន្ធសម្លាញ់អូនទុកចិត្តចោះបងនឹងធ្វើឲ្យបានល្អជាងនេះអូនត្រៀមសាច់ខ្លែមឲ្យហើយទៅបងនឹងវាយពូវាយកស្រា30កេះនោះជូនអូនឲ្យបានពួកកាចាស់ទាំង3យល់ល្អពួកឯងចូលមកទាំងអស់គ្នាមកនិយាយគ្នាហើយបើចាញ់10កេះវើយតែបើខ្ញុំចាញ់ខ្ញុំឲ្យពួកលោកម្នាក់2កេះថែមទាំងនគរមហាជើនេះផងពួកលោកទាំង3នាក់នរណាគេចូលមុនទៅឆាប់និយាយមកឲ្យចោលផ្លោកវាឯងនិយាយក្អេងក្អាងណាស់អញ្ចឹងទុកឲ្យយើងមុនគេចុះបើសិនជាឯងចាញ់យើងត្រូវការតែ2កេះតែប៉ុណ្ណោះប៉ុន្តែ2កេះនេះគឺឈុតក្នុងខេពួកឯងត្រូវតែអញ្ជើញពួកយើងទាំង3នាក់នេះទៅផងដែរថែមទាំងរកស្រីស្អាតៗឲ្យយើងផងទើបបានពួកយើងយល់ព្រមបើមិនចឹងទេឯងច្បាស់ជាស្លាប់ពួកលោកទុកចិត្តចោះខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងប៉ុន្តែលោកចង់បានអា2ឈុតនៅក្នុងខេនោះយកឈ្នះខ្ញុំសិនទៅចាំនិយាយគ្នាទៀតអើយយ៉ាôi nhớ nhua bị khiết run tía đào phát đạch sớm ôn khlang mình lên mình ai chứ bất chi mình ai thì hẳn ấy bạn chỉ anh khlang rằng đi dừng tranh anh hai ta anh chỉ là kỳ thôi nhưng prap hai ta tha cầm trong nó chỉ một dương anh lời ní dạng mạch đá hả dương prap hai tất đây là bao phụ anh tới để cho chốt chỉ một đỉnh dương mà dạng tin ăn bắp cây nút cả tới ai phụ chịu đâyពួកលោកទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងកម្រិតព្រះហើយខ្ញុំប្រាប់ពួកលោកហើយប៉ុន្តែពួកលោកនៅតែមិនជឿមុននេះខ្ញុំបានប្រាប់ហើយថាគាត់គឺជាអ្នកកម្ចាត់បិសាចពេលនេះជឿហើយនៅមានអីចាំនិយាយទៀតទេមិនគួរឲ្យជឿថាឯងមានយុទ្ធសាស្ត្រកម្រិតព្រះបែបនេះអញ្ចឹងតើបានជាឯងក្អេងក្អាងបែបនេះណែអញញួរទឹករបស់យើងពេលនេះខូចខាតអស់អាលីងហើយថែមទាំងអស់10កែទៀតតើឯងជានរណាគេទៅហេតុអីបានជាមានសមត្ថភាពខ្លាំងបែបនេះសុំកាត់បន្ថយត្រឹមតែ5កែតើបានដែរទេមិនបានទេខ្ញុំប្រាប់ហើយថា10កែគឺ10កែនគរពួកឯងទាំង3ត្រូវតែចុះចូលជាមួយនឹងនគរមហាជើចាប់ពីថ្ងៃនេះទៅត្រូវតែស្ដាប់បញ្ជាប្រពន្ធរបស់ខ្ញុំបើមិនអញ្ចឹងទេកុំថាសៅហ្វានខ្ញុំនេះដាច់ធម៌មេត្តាចំពោះពួកលោកពេកហ៊ានប្រយុទ្ធជាមួយខ្ញុំត្រូវតែទទួលស្គាល់កុំភ្លេច10កែផង10កែនោះខ្ញុំនឹងឲ្យគេដឹកជូនលោកម្ចាស់ខ្ញុំក៏ដូចគ្នាខ្ញុំប្រាប់ចោះចាយហើយ10កែនោះចាប់តិចឲ្យលោកហើយចោះចំណែកលោកវិញដឹកឲ្យខ្ញុំពេលណាដែរខ្ញុំនឹងដឹកឲ្យលោកនៅថ្ងៃនេះតែម្ដងលោកកុំបារម្ភអីម្យ៉ាងទៀតពួកយើងក៏សុំចោះចូលជាមួយនឹងមហាជើដែរហើយចុះពនាងទាំង3ទៀតនៅមានចិត្តចង់ធ្វើបាបមហាជើទៀតទេខ្ញុំបានបញ្ជាក់ឲ្យខ្ញុំមិនចង់អស់បន្លាយទៀតទេ
នៅក្នុងការប្រកួតនេះមហាជ័យតែម្នាក់អាចយកឈ្នះមនុស្ស3នាក់អ្នកទទួលជ័យជំនះគឺមហាជ័យពួកលោកមិនត្រូវធ្វើអ្វីផ្ដេសផ្ដាស់ទេនគរទាំង3ត្រូវដកចេញហើយព្រមចុះចាញ់អរប្រកួតព្រះអង្គម្ចាស់ណ៎ប្រពន្ធសម្លាញ់ពេលនេះចាំមិនដែរអំពីសមត្ថភាពរបស់ប្តីអូននោះសមត្ថភាពខ្លាំងដែរទេហ៎ប្តីអីគេខ្ញុំបាននិយាយពីកាលប៉ុន្តែយ៉ាងណាលើកនេះហាគឺលោកបានធ្វើល្អហើយចាំខ្ញុំផ្ដល់រង្វាន់ជូនលោកចាស់ខ្ញុំតម្លៃឋានៈឲ្យលោកធ្វើជាមេតបប្រទេសសេះស្អីគេមេតបរដឹកសេះស្អីហើយយ៉ាងណាអូនក៏ជាប្រពន្ធរបស់បងប្តីអូនឈ្នះបែបនេះក៏គួរតែផ្ដល់រង្វាន់ឲ្យមួយមកណែថាមកខ្សើតមកបានដែរទេហ៎ចាញ់ទេហើយមកខ្សើតក៏មិនបានហ៎30កេសនោះឯងផឹកតែឯងផឹកមិនអស់ទៅមិនខ្វល់ទេត្រូវហៅប្រនាងទាំង3នោះមកផឹកជាមួយពួកយើងដែរអញ្ចឹងអា30កេសហ្នឹងអូនមិនព្រមទៅផឹកជាមួយបងទេហ៎បើអញ្ចឹងមែននោះអញ្ចឹងបងមានតែហៅប្រនាងនគរទាំង3នោះមកជួយផឹកជាមួយបងហើយព្រះបិតាព្រះអង្គជាអ្នកគ្រប់គ្រងនគរទាំង3ប៉ុន្តែគួរឲ្យស្ដាយតែចាញ់អ្នកបម្រើនោះទៅវិញពេលនេះគួរធ្វើមិនទៅពេលនេះយើងរងចាំមើលសិនទៅសមត្ថភាពអាយល្អិតនោះពិតជាខ្លាំងណាស់យើងមិនអាចយកឈ្នះគេបានទេថ្ងៃនេះដូចជាឯងបានឃើញចឹងយើងចាញ់គេថែមទាំងអស់10កែហើយខ្លួនឯងក៏ទៅរៀបការជាមួយនឹងគេទៀតខ្ញុំមិនចាស់សុខចិត្តស្លាប់មករៀបការជាមួយអ្នកបម្រើនោះទេការផលិតវីដេអូនេះគឺខ្ញុំបានចំណាយពេលវេលាជាយូរណាស់ថែមទាំងយកថវិការបស់ខ្លួនឯងទៀតផងសម្រាប់ក្នុងការជួលតួស្រីក្នុងការបញ្ចូលសំឡេងដូច្នេះសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាជួយ support មកកាន់ admin ដើម្បី admin មានកម្លាំងទឹកចិត្តនៅក្នុងការធ្វើរឿងបន្តទៅទៀតរាល់អ្នកដែលឧបត្ថម្ភមកកាន់ admin តែងតែដាក់ឈ្មោះនៅក្នុងវីដេអូសូមជូនពរពុកម៉ែបងប្អូនឲ្យជួបតែសេចក្តីសុខរកស៊ីទទួលទានមានបានគ្រប់គ្នាមិនរៀបការទេខ្ញុំលើថាព្រះបិតាចង់សុំឲ្យពួកយើងនេះរៀបការជាមួយអ្នកបម្រើនោះណាពេលនេះម្ចាស់បងគិតយ៉ាងម៉េចទេពួកយើងទាំង3ពេលនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាជ័យទាំងអស់ដើម្បីកុំឲ្យបោកទៀតព្រះអង្គម្ចាស់ច្បាស់ជាមានផែនការជាមិនខានបាញ់ចឹងទាំងអស់គ្នាគិតយ៉ាងម៉េចទេចំពោះសៅហ្វានអាក្រក់នោះព្រះនាងពិតជាមិនចង់ដឹងពីសៅហ្វានមែនទេម្យ៉ាងទៀតគេជាអ្នកយកឈ្នះលើស្ដេចបិសាចខ្ញុំគិតថាដើម្បីឲ្យគាត់ជួយការពារនគររបស់ពួកយើងទាំង3គឺយើងត្រូវតែរៀបការជាមួយគាត់សៀនយិនមីងក្នុងចិត្តរបស់ព្រះនាងគិតតែមនុស្សប្រុសហើយសម្រាប់ខ្ញុំខ្ញុំនៅតែមិនជឿទេថាគេជាអ្នកចាត់បិសាចនោះខ្ញុំមិនជឿថាគេនឹងប្រកែកជាងខ្ញុំទេខ្ញុំគិតថាគេនឹងប្រហែលជាមានវេទមន្តអីហើយមកទៅនោះខ្ញុំគិតថាគេច្បាស់ជាប្រើល្បិចហើយបើសិនជាព្រះនាងមិនជឿទេពួកយើងទៅមើលសិនទៅអីបើប៉ាត់ចេញអញ្ចឹងមែននោះគឺយើងងាយដោះស្រាយជាមួយគាត់ខ្លាំងណាស់រកវិធីចាប់គាត់មកកន្លែងយើងទៅចំណែកឲ្យរឿងផ្សេងទៀតទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះអីចេះអុយណែលោកដែរចាំមិនដឹងគឺនាងគេជាលោកគេមិននឹកស្មានថាព្រះនាងនគរខាងលិញបែរជាមកដើរលេងនៅទីនេះវិញខ្ញុំប្រាប់នាងទៅចុះយល់ល្អនាងគួរតែប្រញាប់ត្រឡប់ទៅវិញទៅមិនយូរមិនឆាប់ទេនាងខ្លាចទៅជាប្រពន្ធចោររបស់ខ្ញុំណាគេចង់ធ្វើបាបប្រពន្ធចុងលោកនោះតើសិស្សប្រុសដូចជាលោកនេះពួកយើងតែ3នាក់ទប់ទល់កើតទេចរិតរបស់នាងនៅពេលខឹងគឺដូចជាយូហៃអញ្ចឹងយូហៃជាអ្នកណាគេទេអញ្ចឹងនាងមិនមែនជាយូហៃទេឬមួយក៏នាងមិនមែនជាអ្នកដែលឆ្លងពេលវេលាមកកាន់ទីនេះបើអញ្ចឹងមែននោះនាងប្រញាប់ទៅជាមួយខ្ញុំទៅខ្ញុំនឹងបង្ហាញនាងឲ្យឃើញមកចាប់តាំងពីវិនិច្ឆ័យជាមួយនឹងស្ដេចវិសាចនោះមកហេតុអីបានជាមានច្រកលំហនេះវ៉ាវតើនេះជាអ្វីទៅខ្ញុំយល់ថាទីនេះមានកម្លាំងខ្លាំងណាស់ខ្លាំងជាងតំបន់ភាគខាងលិចរបស់យើងទៅទៀតខ្ញុំមិននឹកស្មានថាយូហៃនិងសេយៀនជាមនុស្សតែមួយទេការពិតរូបរាងរបស់នាងគឺនៅក្នុងពិភពផ្សេងមួយទៀតលោកតាណាហ្នឹងនាងគិតថានាងអាចរួចខ្លួនមែនទេដែលគេចមុខពីយើងនោះយើងប្រាប់នាងទៅចុះយល់ល្អនាងគួរតែប្រាប់ពីកន្លែងសម្ងាត់ដែលលាក់ទុកគ្រឿងញៀននោះហើយទៅលបងស្រីចង្រៃនេះគឺបំផ្លាញកិច្ចការងារធំរបស់យើងបងប្អូនយើងស្លាប់ក៏ដោយសារតែនាងដែរវិធីតែម្យ៉ាងគត់នាងឆាប់ប្រាប់មកបើមិនប្រាប់ទេនាងច្បាស់ជាស្លាប់ណែយូហើយហេតុអីបានជានាងនៅទីនេះទៅវិញត្រូវហើយការពិតអត្តបិហួរគឺជួញដូរគ្រឿងញៀន
chú hô ai chắp lên chú hai tới សាវហ្វានបងពិតជាល្ងងណាស់ហេតុអីក៏បងមកទីនេះពួកគេនឹងសម្រាប់បងណាបងទៅវិញទៅ គ្រប់យ៉ាងគឺមកពីអាចចង្រៃឯងទើបបំផ្លាញផែនការរបស់យើងការពិតអ្នកដែលបង្ករឿងធំជាងគេនៅក្រៅខ្នងយូហៃគឺអាល្អិតអ្នកនេះទេមនុស្សស្មានថាអាចចង្រៃឯងត្រូវមកក្រកកំភ្លើងធ្លាក់ទៅលើអាគារហើយនៅតែមិនងាប់ពេលនេះឯងចង់ងាប់ដោយខ្លួនឯងហើយវែងចាប់កាវវាទៅកុំតិចសាសររបស់វា Nè, ấy, ấy, dạ. Đó anh chỉ sợ ấy tới, sợ bay cung à, đừng có cặp một năm chạy, của ai chậm lên tới. បងឈួតហើយមែនទេហេតុអីក៏បងត្រឡប់មកវិញបងដឹងថាវាមានគ្រោះថ្នាក់ដែរទេ Chú hay បងបានឆ្លងពេលវេលាទៅកាន់សម័យបុរាណហើយក៏ជួបមនុស្សស្រីម្នាក់មុខមាត់ដូចជាអូនឈ្មោះថាសៀនជីនមីង សៀនជីនមីង ពេលនេះអូនឆាប់ទៅជាមួយនឹងបងទៅ តើនាងជានរណា មនុស្សស្មានថាយូហើយគឺជាបំណែករាងកាយមួយនៅភពផែនដីរបស់សៀនជីនមីងអញ្ចឹងតើបានជានាងមើលដឹងពីអនាគតបាន ដោយសារតែខ្ញុំមានរូបរាងដូចជាគេបានជាលោកនិយាយអញ្ចឹងទេអញ្ចឹងអ្នកទាំងពីរប្រហែលជាស៊ីចម្រៃហើយមែនទេអញ្ចឹងខ្ញុំរៀបការជាមួយលោកចាហើយណែហេតុអីបានជាចេញអសរបែបនេះមើលទៅពិភពលោកដូចជាផ្លាស់ប្ដូរហើយពិភពផែនដីកលាប់ចាស់ឃើញឋានសួគ៌និងទេវតាមើលទៅសៅហ្វានម្នាក់នោះពិតជាមានសមត្ថភាពអស្ចារ្យហើយយើងមិនអាចយកឈ្នះវាបានទេហើយត្រូវតែរកវិធីត្រូវតែរកវិធីអើយបច្ចេកទេសមួយនេះពិតជាសាហាវប្រេងផ្សៃពេកហើយលោកគ្រូកាត់អីហ្នឹងហើយយើងវាទៅជុំរាជលោកគ្រូកុំអភ័យខ្ញុំអសោះលោកគ្រូប្រាយុទ្ធសិលដើម្បីទូទាយជោគវាសនារបស់សៅហ្វាន់មើលមិនឃើញបែរជាឡងមកខ្លួនឯងទៀតតើគេជាណាទៅខ្ញុំគឺជាខ្ញុំហើយលោកចង់មើលជោគវាសនារបស់ខ្ញុំផងអីមិនហេតុអីបានជានាំអាល្អិតនេះមកទីនេះលោកគ្រូសូមលោកគ្រូកុំអារម្មណ៍អសោះលោកគ្រូខ្ញុំមានអាកំបាំងមួយចង់ប្រាប់លោកគ្រូខ្ញុំមកពីពិភពផែនដីគឺជាការពិតថាម៉េចឯងមកពីពិភពផែនដីអញ្ចឹងរឿងនេះជាការពិតខ្ញុំជាសាររបស់លោកគ្រូខ្ញុំចាំបានអ្វីទាំងអស់អូលោកគ្រូមានអារម្មណ៍យ៉ាងម៉េចទៅហើយពេលនេះយើងធូរស្រាលបន្តិចចង់បាក់ឆ្អើងឆ្អែកយ៉ាណាក៏ប៉ុន្តែចង់សួរឯងបន្តិចតើអត្តសញ្ញាណរបស់ឯងជាស្អីទៅឆាប់និយាយភ្លាមបោអត្តសញ្ញាណរបស់ខ្ញុំគឺជាមនុស្សអាត់កំបាំងខ្ញុំមិនអាចរាយរាប់ប្រាប់លោកបានទេសូមលាទៅមុនហើយមិនពេលនេះឯងគិតយ៉ាងម៉េចទៅពួកយើងចាញ់មហាចៅហើយណាលោកគ្រូខ្ញុំពិតជាចង់និយាយណាម្យ៉ាងទៀតខ្ញុំបានសម្រេចចិត្តហើយថាខ្ញុំរៀបការជាមួយសាវហ្វានថាម៉េចនេះឯងរៀបការជាមួយនឹងគេអីបានចឹងលោកគ្រូអត់យល់ព្រមទេលោកគ្រូក៏គ្មានច្បល់ដែរ
លោកគ្រូហ៊ានភ្នាល់ក៏ត្រូវតែហ៊ានចាញ់ពេលនេះចាញ់គេហើយព្រះនាងនគរមហាជ័យឲ្យឯងរៀបការជាមួយនឹងអ្នកប្រុសសៅនេះតើយើងអាចបដិសេធបានដែរទេនេះជាការពិតណារឿងនេះខ្ញុំមិនដឹងទេហើយខ្ញុំក៏មិនយល់ដែរថាខ្លួនរបស់ខ្ញុំមានរូបរាងនៅពិភពផ្សេងទៀតនោះប៉ុន្តែខ្ញុំពិតជាអរគុណណាស់ដែលសៅហ្វានខំឲ្យលំហនោះយករាងកាយរបស់ខ្ញុំឲ្យចូលរាងកាយមួយនេះហើយជ្រែកលំហហើយនៅណាទៅទីតាំងកន្លែងណាទៅប្រាប់លោកគ្រូផងទៅមើលកន្លែងអាកំបាំងនោះស្ថិតនៅច្រកភ្នំគូស៊ូប៉ុន្តែមានតែសៅហ្វានទេដែលចេះបាក់ច្រកលំហនោះម្យ៉ាងទៀតបើទោះបីជាយើងសរោឃើញនៅកន្លែងនោះក៏យើងមិនអាចបាក់ច្រកបានដែរណាលោកគ្រូចឹងបានន័យថាជាច្រកអាត់កំបាំងក៏ប៉ុន្តែចឹងម៉េចមានតែឲ្យឯងរៀបការជាមួយនឹងគេបន្ទាប់បោទៀតឯងត្រូវធ្វើមិនអុកកាឡាស៊ីស៊ីនយ៉ាងណាក៏ដោយឲ្យតែឯងនឹងស៊ើបដឹងពីល្បិចបើកច្រកលំហនោះដូច្នេះតែខ្ញុំគួរធ្វើយ៉ាងម៉េចថាម៉េចម្ចាស់ស្រីភៀកខាងដីរៀបការជាមួយសៅហ្វានជាប្រពន្ធស្របច្បាប់ទេពេលនេះពួកគេកំពុងតែរៀបចំបដាការឲ្យប្រមេម្ចាស់តើឯងទទួលតំណែងច្បាស់ទេថាប្រពន្ធស្របច្បាប់ខ្ញុំម្ចាស់ឮច្បាស់ណាស់មិនមែនជាប្រពន្ធចង់ទេជាប្រពន្ធស្របច្បាប់ប្រមេម្ចាស់បើអញ្ចឹងយើងនឹងពនាងនគរបៃម៉ានោះគិតយ៉ាងម៉េចសុំពនាងទុបតីប្រមេម្ចាស់ខ្ញុំម្ចាស់គិតថាពនាងភៀកខាងលិចគឺដូចជាលឿនពេកចៃម្យ៉ាងទៀតសម្ព័ន្ធគឺបានព្រមព្រៀងគ្នារួចហើយពួកគេសន្យាយ៉ាងម៉េចខ្លះខ្ញុំខាងស្ទើរស្រាប់ទៅហើយរឿងនេះវាទៅជាយ៉ាងម៉េចខ្លះគឺត្រូវតែនិយាយអស់ចុះហេតុអីបានជាយើងខឹងគេខ្លាំងម៉េះនេះមិនយល់សោះហើយចុះពួកគេនិយាយថាម៉េចខ្លះសៅហ្វានមិនតាន់មានដំណឹងទេប្រមេម្ចាស់ឯងកម្រើសវាមកទៀតឯងចង់ឲ្យយើងគប់ចោលទៀតមែនទេពេលនេះពនាងម្ចាស់ភូមិភាគខាងលិចឈានក្បត់ជាមួយសម្ព័ន្ធយើងបើអញ្ចឹងសូមកុំបន្ទោសថាយើងនេះមិនស្មោះត្រង់អសោះណាពេលនេះការសម្ដែងចិត្តចាប់ផ្ដើមហើយសូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ទទួលបានដំណឹងយ៉ាងម៉េចខ្លះទទួលបានដំណឹងអីខ្លះសូមទូលពនាងម្ចាស់ស្ដេចនគរទាំង3កំពុងតែគង់នៅក្រុងជើងអានពេលនេះមិនទាន់ធ្វើសកម្មភាពអ្វីនៅឡើយទេប្រមេម្ចាស់បាញ់ចឹងពេលនេះមិនតាន់ធ្វើអីទេប៉ាត់មែនថាមិនតាន់ធ្វើអីប៉ុន្តែពួកទាហានចេញចូលញឹកញាប់ណាហើយក្នុងដៃរបស់ពួកគេគឺដូចជាកាន់អ្វីហើយដូចជាពួកគេកំពុងតែជួញដូរអ្វីម្យ៉ាងចឹងប្រមេម្ចាស់ហើយចៅសៅហ្វាននោះថ្មីនេះគេបានធ្វើអីខ្លះថ្ងៃនេះលោកម្ចាស់សៅហ្វានបានទៅផ្សារជាមួយពនាងម្ចាស់នៅភូមិភាគខាងលិចពេលដែលត្រឡប់មកវិញគឺគេនិយាយថាពនាងបានយល់ព្រមរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វានណាប្រមេម្ចាស់តែបានចេញតែក្រៅមួយថ្ងៃតែប៉ុណ្ណោះពេលដែលត្រឡប់មកវិញក៏ស្រាប់តែមានរឿងបែបនេះកើតឡើងមែនទេប៉ុន្តែរឿងទាំងអស់នេះគឺខ្ញុំម្ចាស់មិនទាន់បានស៊ើបដឹងច្បាស់នៅឡើយទេកំពុងតែស៊ើបបន្តទៀតហើយប្រមេម្ចាស់ថាវាអាចទេថាពួកគេទាំងពីរគឺជាការពិតឬមួយក៏ខ្ញុំប្រច័ណ្ឌមិនអាចទេខ្ញុំជាព្រះអង្គម្ចាស់កិត្តិយសថ្លៃថ្នូរមិនដែលអាចចំណែននឹងពនាងតូចតាចបានទៅបង្កើនកម្លាំងបន្ថែមត្រូវតាមដានពួកពនាងទាំងអស់នោះឲ្យជាប់យើងចង់ដឹងថាពួកគេធ្វើអីខ្លះនិយាយអីខ្លះតាំងពីព្រឹករហូតដល់យប់ព្រះមេម្ចាស់ចំណែកឯសៅហ្វានមិនអនុញ្ញាតឲ្យស្និទ្ធស្នាលជាមួយស្រីទាំងអស់នោះទេនេះជារីបបញ្ជាយល់ហើយព្រះមេម្ចាស់គឺគេនេះហើយដែលគ្រប់គ្នានិយាយថាបានជួយជីវិតតារបស់ខ្ញុំដើម្បីសងសឹកឲ្យឪពុករបស់ខ្ញុំត្រូវទៅសាឡបងសៅហ្វាននេះថាគេមានចំណេញអីទៅតានេះជាណាចង់មកសម្លាប់ជើងផងអីឆាប់លេងខ្ញុំទៅកុំធ្វើបាបខ្ញុំមិនបានទៅជានាងទៅវិញហ៎នាងធ្វើបែបនេះចង់សម្លាប់ប្តីរបស់ខ្លួនឯងតើមែនដែរទេខ្ញុំមិនតាមបានរៀបការជាមួយលោកផងមិនក៏ហៅខ្ញុំថាប្រពន្ធហើយខ្ញុំក៏មិនជឿថាលោកបានសម្លាប់បេសាចនោះដែរតើលោកមានអាវុធវេទមន្តពីរាជវង្សណាខ្លះទេបើតាមកាយភ្នែករបស់ខ្ញុំគឺលោកគ្មានយុទ្ធសាស្ត្រអីនោះទេប៉ុន្តែមើលទៅលោកគឺច្បាស់ជាមានវេទមន្តអីហើយបើមិនអញ្ចឹងទេរឿងអីដែលលោកអាចគេចផុតពីផ្លែព្រួយរបស់ខ្ញុំបាញ់មិញនេះបើគ្រាន់តែហេតុផលតែប្រពន្ធនេះខ្ញុំមិនចាំបាច់និយាយច្រើនជាមួយនាងទេយល់ល្អនេះចេញទៅបើគ្រាន់តែហេតុផលតែប្រពន្ធនេះខ្ញុំមិនចាំបាច់និយាយច្រើនជាមួយនាងទេយល់ល្អនេះចេញទៅហើយខ្ញុំមិនទៅទេតាមមើលអាយុរបស់ពួកយើងគឺប្រហែលគ្នាទេប៉ុន្តែហេតុអីបានជាលោកបកកាយជាងខ្ញុំសូម្បីតែព្រះអង្គនគរទាំង3ក៏មិនមែនជាដៃគូរបស់លោកដែរពីព្រោះអីអនាគតប្តីរបស់នាងគឺជាមនុស្សប្រុសរឹងមាំមិនមែនទន់ខ្សោយនោះទេខ
ខ្ញុំមិនជឿទេលោកច្បាស់ជាមានអាវុធវេទមន្តអីខ្លះហើយ ហើយចុះបើនាងមិនជឿទេនាងអាចឆែកមើលបានបើសិនជាខ្ញុំមានអាវុធវេទមន្តអ្វីមួយនោះនៅក្នុងខ្លួនរបស់ខ្ញុំនាងឆែកឃើញនាងយកទៅខ្ញុំប្រគល់ឲ្យនាងទាំងអស់ឆែកមកបើសិនជាខ្ញុំមានអ្វីដូចជានាងនិយាយនោះយកទាំងអស់ទៅក៏បានដែរ មែនក៏អី តាមសប្បាយណែនេះកុំឆែកកន្លែងហ្នឹងប៉ះឥឡូវប៉ះឥឡូវហើយប៉ះហេតុអីក៏លេងខូចបែបនេះហើយខ្ញុំសប្បាយ ណាលេងខូចជាមួយនាងប្រពន្ធសម្លាញ់ហេតុអីបានជាមកនៅទីនេះទៅវិញហ៎ចឹងទេសុំទោសផងប្រពន្ធសម្លាញ់បងគ្មានន័យបែបហ្នឹងទេកុំឲ្យខ្ញុំថាប្រពន្ធក្រាបទូលព្រះអង្គអំបញ្ញមិញគឺគ្មានចេតនាទេគឺដោយសារតែព្រះនាងបៃមាម្នាក់នោះចង់ធ្វើឃាតសម្រាប់ខ្ញុំដូច្នេះហើយទើបរត់មកបុកជាមួយនឹងព្រះអង្គម្ចាស់ទៅថាម៉េចព្រះនាងបៃមាបាយប្រហារលោកទេលោកសៅហ្វានក្នុងនាមលោកគឺជាប្រធានគ្រូបង្វឹកនៃរាជវង្សជ័យប៉ុន្តែបាសជាមកលបងព្រះនាងបៃមាហើយរត់ពេញនេះទៅវិញបដិញគ្នាបែបនេះមិនគិតកេរ្តិ៍ឈ្មោះរាជវង្សទេព្រះអង្គយល់ច្រឡំហើយព្រះនាងបៃមាម្នាក់នោះយកធ្នូដេញបាញ់ទូមង្គមរត់មិនងាប់ទៅហើយទេគេបាញ់ព្រួញហើយចុះណាព្រួញត្រូវកន្លែងណាលោកថាលោកឈឺដែរទេឈឺស្អីបាញ់មិនត្រូវទេកុំគិតថាខ្ញុំមិនដឹងអីសោះតាំងពីរឿងព្រះអង្គម្ចាស់ទាំង3រហូតមកដល់ពេលនេះគឺរឿងរបស់ព្រះនាងទាំង3ទៀតសូមលោកក៏មានមោទនភាពអីសោះណាលោកកុំភ្លេចអីសោះថាខ្ញុំជាអ្នកនាំលោកមកទីនេះណែអាចារ្យព្រះអង្គម្ចាស់មិននឹងអាចប្រៀបស្មើជាមួយនឹងព្រះអង្គម្ចាស់ទៅព្រះអង្គម្ចាស់មានសម្រស់ស្អាតបាតជានារីស្លូតបូតជាមនុស្សភាពរំទុំរៀបសារថែមទាំងជាមនុស្សដែលស្អាតបំផុតហើយធ្វើឲ្យខ្ញុំដកចិត្តមិនបានទៀតផងតើឲ្យទូបង្គំក្បត់ត្រង់ដោយរបៀបយ៉ាងណាទៅព្រះអង្គម្ចាស់គឺជាមនុស្សដែលល្អជាងគេបានហើយសៅហ្វានគ្រាន់តែបាច់គ្នាប្រហែលថ្ងៃលោកចេះនិយាយកុហកផងហ្នឹងឯងមែនតាទូបង្គំសុំស្បត់បើសិនជាទូបង្គំនិយាយកុហកមែននោះសុំឲ្យហ្វេនរបស់ទូបង្គំដែលកំពុងតែមើលនាងដេកយល់សពឃើញខ្មោចលងពេញមួយយប់តែម្ដងអើយបានហើយសៅហ្វានជឿលោកឯងលោកមិនចាំបាច់បញ្យល់ទេណាប៉ុន្តែរឿងរបស់លោកនិងព្រះនាងភាគខាងលិចនោះវាយ៉ាងម៉េចខ្លះការពិតព្រះនាងនៅនគរខាងលិចនោះទូបង្គំជាមួយនឹងព្រះនាងគឺខ្ញុំនិយាយជីវិតលោកធ្វើត្រឹមត្រូវបន្តិចទៅព្រះនាងបៃមានាងហ៊ានយកលោកមន្ត្រីមហាចៅរបស់យើងមកលេងសើចបែបនេះព្រះនាងធ្វើបែបនេះគឺដូចជាប្រហើនពេកចៃបើហើនមែនទេខ្ញុំម្ចាស់គ្រាន់តែចង់លេងសើចជាមួយគាត់តែម្យ៉ាងទៀតណាខ្ញុំម្ចាស់គ្រាន់តែចង់សាកល្បងពីជំនាញរបស់គាត់តែប៉ុណ្ណោះមិនចាំបាច់និយាយទេច្បាស់ណាស់គឺនាងមានចេតនាទុច្ចរិតមិនត្រឹមតែប៉ុណ្្នឹងទេគឺនាងថែមទាំងមានចេតនាចង់បំផ្លាញរាជវង្សរបស់យើងទៀតនាងបានឃើញយើងនៅសៅខានស្និទ្ធស្នាលជាមួយគ្នាគឺនាងមានចេតនាចង់ធ្វើបាបគាត់ប៉ុន្តែនាងមានបន្ទូលមិនសមហេតុផលទេខ្ញុំម្ចាស់ជាប្រពន្ធចង់របស់គាត់ហើយដូច្នេះប្តីប្រពន្ធគឺត្រូវតែបលែងគ្នាអញ្ចឹងហើយចាំម៉េចប្រពន្ធគ្រាន់តែបលែងលេងជាមួយប្តីផងមានអីខុសហីឬមួយក៏ព្រះនាងម្ចាស់ចំណែនមែនទេសៅហ្វានគឺជាមនុស្សប្រុសដែលព្រះនាងសពតិខ្លាំងណាស់មែនទេឬមួយក៏ប៉ັດជាដូចជាអ្វីដែលគេនិយាយនោះតើព្រះនាងសោកស្ដាយខ្លាំងណាស់មែនទេណាឯងនិយាយថាម៉េចខ្ញុំស្រឡាញ់គាត់មិនមែនចឹងទេព្រះអង្គម្ចាស់ព្រះអង្គចាំម៉េចតើខ្ញុំល្អជាងព្រះនាងម្ចាស់ដែរទេនាងធ្វើបែបនេះគឺបានន័យថាចង់អុកលុកណាស់មែនទេខ្ញុំគ្រាន់តែចង់ជួយដូរជាមួយលោកតែប៉ុណ្ណោះតាមពិតខ្ញុំមិនមែនចង់រៀបការជាមួយលោកទេខ្ញុំគិតថានាងចង់សងសឹកទើបរកខ្ញុំឲ្យជួយសងសឹកជាមួយនាងហេតុអីក៏លោកដឹងបានហើយមិនបាច់និយាយទេនិយាយមកបើអញ្ចឹងតើលោកចង់រៀបការជាមួយព្រះនាងបៃហងដូចខ្ញុំទេខ្ញុំខ្ញុំមិនចង់រៀបការជាមួយនឹងនាងទេប៉ុន្តែដោយសារតែបញ្ជារបស់ព្រះអង្គទើបធ្វើបែបនេះបើលោកមិនចង់តើលោកមានជំរឿអីផ្សេងទេព្រោះខ្ញុំចង់ឲ្យលោកសងសឹកឲ្យខ្ញុំសងសឹកនាងនិយាយមកតាមពិតទៅព្រះអង្គដែលគ្រប់គ្រងនគរបៃមាបច្ចុប្បន្ននេះគឺជាពូរបស់ខ្ញុំគាត់បានរៀបចំផែនការដណ្ដើមរាជបល្ល័ង្កហើយសម្រាប់បេតារបស់ខ្ញុំសម្បត្តិថាខ្ញុំត្រូវតែសងសឹកឲ្យបេតារបស់ខ្ញុំហើយដណ្ដើមរាជបល្ល័ង្កត្រឡប់មកវិញការពិតទៅខ្ញុំប្រាប់នាងទៅចុះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់រួចរាល់ទៅហើយ
ខ្ញុំមិនចង់បាននរណាទៀតទេក្រៅពីមនុស្សដែលខ្ញុំស្រឡាញ់ម្នាក់នោះ ថាម៉េចមានមនុស្សដែលខ្លួនស្រឡាញ់ហើយហ៎ ត្រូវហើយអាបែថ្នោតរបស់ខ្ញុំមួយនេះបានប្រគល់ឲ្យតែគេហើយ ឬមួយក៏ខ្ញុំមកយឺតពេលហើយឬមួយក៏ប៉នាងពីរអង្គនោះគឺជាមនុស្សដែលអត្តបិនេះស្រឡាញ់มันអាចទៅរួចទេมันអាចទៅរួចទេតើនរណាទេដែលធ្លាក់ក្នុងលងខ្សែសត្វតកកចម្លែកនេះណែធ្នូរបស់នាង អីចាគ្មានប្រយោជន៍ទេប៉នាងទាំងពីរគឺជាមនុស្សសម្រាមហេតុអីក៏ប៉នាងទាំងពីរទៅលងស្រឡាញ់អ្នកបម្រើបាក់សៀនធានទៅវិញអញ្ចឹងសូមប៉នាងស្ងប់ប្រតិសិនទៅប៉ម៉ែម្ចាស់នាងទាំងពីរនោះណាកាលដែលមកជាមួយគ្នាធ្វើជាឯងនឹងចិត្តដៃប្រហាយហើយចុះហេតុអីក៏ពេលនេះណាត់ជាមួយអត្តបិសៅនឹងទៅវិញបែរជាចង់រៀបការជាមួយគេតែពួកគេធ្វើអីខ្លះពេលដល់ណាត់គ្នានោះអញគិតតែមើលអាគាត់សៅហ្វានហ្នឹងវាមានអីអស្ចារ្យទៅមានអីល្អទៅតែពួកគេទាំងអស់គ្នាចេះតែចង់តាមគេបែបនេះបែបមានអីមិនស្រួលហើយចាប់ពនាងបៃម៉ាននោះចង់រៀបការជាមួយសៅហ្វានហ្នឹងមែនទេបើឯងជាសៅហ្វានឯងគួរយកដែរទេនគរបៃម៉ានជាវារហ័សឋានហើយពនាងនៅភេទខាងលិចក៏អញ្ចឹងដែរមិនដឹងជាគេគិតអីទេខ្ញុំចង់កញ្ញាញ់ខួរហើយនេះប៉ុន្តែសម្ព័ន្ធទាំង3ពេលនេះនៅសម្ព័ន្ធទាំង3ខ្មោចយកអីទៀតបើពេលអ្នកធ្វើអញ្ចឹងហើយនោះសម្ព័ន្ធអីទៀតពេលនេះអត់មានសម្ព័ន្ធទាំង3អីទៀតទេប៉ម៉ែម្ចាស់ព្រោះសម្ព័ន្ធទាំង3បានរំសាយហើយនៅសល់តែពនាងមួយអង្គឯងទេប៉ម៉ែម្ចាស់ពេលនេះគិតយ៉ាងម៉េចទៅឬមួយក៏ត្រូវហៅពនាងទាំងពីរមកវិញដើម្បីចង់សម្ព័ន្ធឡើងវិញប៉ម៉ែម្ចាស់ឯងនិយាយត្រូវណាស់ខ្ញុំបានស្បាត់រួចហើយបើខ្ញុំមិនបានប្តីអ្នកផ្សេងក៏ត្រូវតែមិនបានប្តីដែរព្រះអង្គកំពុងតែព្រះកំណត់ពីអីទៅប៉មែនម្ចាស់យើងអត់មានគិតអីទេប៉ុន្តែហេតុអីបានជាព្រះអង្គកាន់សភើបញ្ច្រានអញ្ចឹងខ្ញុំកំពុងតែព្យាយាមដោះស្រាយបញ្ហារាជកិច្ចមករយៈនេះខ្ញុំម្ចាស់បានឃើញលោកម្ចាស់សៅមានការតំណេះច្រើនណាស់ហេតុអីក៏ទ្រង់មិនហៅគាត់ចូលរាជវាំងទៅប្រមេម្ចាស់មិនបាច់ទេប៉ុន្តែខ្ញុំម្ចាស់ឮថាពនាងទាំង3ហ្នឹងទ្រង់បានហៅលោកម្ចាស់សៅហ្វាន់ទៅមើលចង្គៀងយប់នេះទៀតផងណាប្រមេម្ចាស់តើមើលចង្គៀងសៅហ្វាន់ម្នាក់នេះមិនដឹងជាស្អីទេមួយថ្ងៃគិតតែពីដើរស៊ីផាប់សបាយរីករាយខ្លាំងណាស់មិនគិតពីការរៀនសូត្រអីបន្តិចទេគួរខាងមែនទេប៉ុន្តែបាននិយាយឲ្យយុត្តិធម៌ទៅគាត់ជាមនុស្សដែលបានប្រយុទ្ធនៅលើសមរភូមិទទួលបានជ័យជំនះសមនឹងទទួលរង្វាន់ឥឡូវចេះឯងឆាប់ទៅហៅគាត់បន្តិចមកណាខ្ញុំនឹងជួយបរិញ្ញាគាត់ពីរឿងរាជកិច្ចត្រូវឲ្យខ្ញុំម្ចាស់យល់ថាពេលនេះគឺល្មមដល់ពេលប្រើសមត្ថភាពរបស់គាត់ថាប្រមែនម្ចាស់ឆាប់និយាយពីមិនបានការទៀតទៅក្រាបទូលបាត់នំទាំងអស់នេះហាគឺសុទ្ធតែជានំដែលយើងចូលចិត្តហូបហើយដូច្នេះគេគួរតែចូលចិត្តអីយ៉ាមិនត្រូវទេមួយនេះគឺដូចជាផ្អែមពេកចេះគួរតែយកមួយណាអញ្ចេះណាហើយយកមួយនេះវិញហើយចាប់ណាមិនដឹងជាគាត់ចូលចិត្តរសជាតិអ្វីទេខ្ញុំអត់ណែក្រាបថ្វាយបង្គំព្រះអង្គចុះក្រែងថ្ងៃនេះលត់ណាត់ជួបជាមួយព្រះនាងនគរទាំង3មែនទេហេតុអីក៏មកទីនេះគឺចេះទេព្រះនាងទាំង3ទូបង្គំបានបដិសេធហើយម្យ៉ាងទៀតទូបង្គំបាននិពន្ធបទភ្លេងជាពិសេសជូនដល់ព្រះអង្គម្ចាស់ទៀតផងលោកចាស់និយាយថាបាននិពន្ធបទភ្លេងសម្រាប់ខ្ញុំមែនក្រាបទូលបើលោកធ្វើសម្រាប់ខ្ញុំពិតជាល្អណាស់ប្រើពិនរបស់ខ្ញុំទេណែ
តរបស់ខ្ញុំជាមួយនឹងទំនុកភ្លេងរបស់គេគឺពិតជាល្អណាស់មនឹកស្មានថាលោកប៉ាកែលេងដល់ម្លឹងសោះឥឡូវចេះដើម្បីជាការអរគុណពួកយើងទៅរកអីញ៉ាំបន្តិចទៅណាអត់ណែអញ្ចេះទេព្រះអង្គម្ចាស់ការពិតទូបង្គំមកទីនេះគឺចង់បបួលព្រះអង្គម្ចាស់ទៅមើលចង្គៀងគុំបន្តមកទៀតចង់បបួលត្រង់ទៅដាក់មួយញឹងជុំគ្នានៅព្រៃរិស័យខាងក្រោយអូយ៉ាតានេះគេកំពុងតែមានកម្រងអីក្នុងការណាត់ជួបជាមួយខ្ញុំមែនទេសង្ឃឹមថាបទត្រីរបស់យើងអាចធ្វើឲ្យព្រះអង្គម្ចាស់ចូលអន្ទាក់របស់ពួកយើងទៅចុះបន្តមកទៀតដល់វេនរបស់លោកទាំងពីរនាក់ហើយសូមកុំធ្វើឲ្យព្រះអង្គម្ចាស់នោះរួចខ្លួនឲ្យសោះណាអាយ៉ាលោកទុកចិត្តចុះខ្ញុំគ្រាន់តែបញ្ចេញក្តាប់យុទ្ធសាស្ត្រព្រះអង្គម្ចាស់នោះច្បាស់ជាទៅឥណ្ឌាមិនខានទេមិនថាអញ្ចឹងឯងពេទ្យពិតជាតាមហៅហើយព្រះអង្គម្ចាស់ច្បាស់ជាខ្ចប់ដោយសារតែពួកយើងនេះមិនអាចរត់តាបានទេដូចជាអ្នកមើលអញ្ចឹងពេលបញ្ចូលសម្លេងត្រឹមត្រូវអត់ជួយចុច like ស៊ីទេតែដល់ពេលបញ្ចូលបែកនេះរិះគន់ណែលឺលោកនិយាយចឹងត្រូវហើយគេចង់ឲ្យយើងនិយាយត្រូវសាច់រឿងប៉ុន្តែដល់ពេលមើលវីដេអូធ្លាក់ឡាយបាត់ឥឡូវពួកយើងគួរតែនិយាយវល់ឬក៏និយាយត្រូវសាច់រឿងបើនិយាយត្រូវសាច់រឿងបែរជាវីដេអូរបស់យើងធ្លាក់ឡាយទៅវិញតែបែរជាភ្លាវបែរជាឡើងឡាយខ្ញុំគិតថាគួរតែបន្តភ្លាវទៀតទៅបើមិនចឹងទេធ្លាក់ឡាយអស់លីហើយពេកយើងស្ងាត់អ្នកមើលហើយដោយសារតែពេកឯនោះមិនសូវភ្លាវខ្ញុំភ្លាវច្រើនជាងខ្ញុំភ្លាវច្រើនជាងខ្ញុំភ្លាវច្រើនជាងឥឡូវពួកអគិបាច់គិតតែភ្លាវនឹងហើយអត់គិតពីកិច្ចការងាររបស់យើងទេដឹងថាថ្ងៃនេះយើងធ្វើស្អីទេត្រូវហើយការងារសំខាន់ជាងបែរជាពួកឯងដណ្ដើមគ្នាភ្លាវពេញហ្នឹងពួកឯងនេះចរិតអត់កែសោះមកម៉ោង3ជាងហើយចិត្តគេចាក់ទំនួញប្រែតព្រះអង្គម្ចាស់ច្បាស់ជាមកពួកឯងកិច្ចខ្លួនសិនទៅបាទមិនយល់ទេនេះសាវ៉ានគេមានកម្រងអីដែលធ្វើឲ្យខ្ញុំផ្ញើផ្អើលនោះណាកាត់ទៅពិតជាគួរឲ្យចង់សែបមែនទែនម៉ែរស់នៅប្រឹងព្រោះកូនសាវ៉ានខ្ញុំមកដល់ហើយណាតែអាកូនវាមិនដែលដឹងគុណម៉ែសាវ៉ានឈប់លេងទៀតទៅលោកអត់លឺខ្ញុំសួរទេអីទាឆាក្តៅពេលស្វឹងវាឲ្យយើងជួយកោសខ្យល់វាហេតុអីបានជាលើកហើយចុះសាវ៉ានលោកធ្វើអីចំពោះគាត់ដងហ្វាំងស៊ូអាល្អិតនោះទៅបោះបាយបិណ្ឌបាត់ហើយទុកឲ្យព្រះអង្គម្ចាស់នៅទីនេះងាយស្រួលពួកយើងចាប់ការតើលោកចង់ធ្វើអីទៅបើកុំទៅសាវ៉ានប្រយុទ្ធជាមួយបេសាចម្លេះតាកញ្ញាទាំង3ឯងគ្មានជីវិតរស់ទេក៏ប៉ុន្តែពួកយើងក៏ចង់ដឹងគុណអាល្អិតនោះដែរក៏ប៉ុន្តែមិនដឹងជាគេបាញ់យកស្អីវាយយើងម្នាក់មួយដៃពេលនេះក្នុងខ្លួនពួកយើងមានកំហឹងដល់កហើយឃើញមុខវាចង់ទៅទះបីដៃវិញថាម៉េចពួកយើងទាំង3នាក់នេះគឺក្នុងចិត្តថាគួរតែសងគុណវាតែគាត់ចុះគាត់ឡើងរបួសពួកយើងមាននេះគឺដោយសារតែវាជាអ្នកវាយយើងទេពួកយើងទាំង3បានស្ដេចបិសាចជួយពួកយើងទើបពួកយើងមានជីវិតរស់ដល់ពេលនេះថ្ងៃនេះគិតទាំងការទាំងដើមអំពើអាក្រក់លោកចេះធ្វើណាអំពើល្អមិនចេះធ្វើទេលោកចង់ឲ្យយើងចោលចាញ់ហើយសម្រាប់យើងហ៎និយាយច្រើនណាស់វាយគ្នាតែម្ដងទៅផែនការរបស់ពួកយើងជោគជ័យពួកឯងឆាប់យកពនាងទៅចងទៅបើសិនជាយើងទទួលបានត្រាគុជថ្មនោះគឺយើងមិនអាចចូលចេញមហាជ័យជាដាច់ខាតតែព្រះអង្គទុកនៅកន្លែងណាអញ្ចេះតូចគួតបែបនេះទៀតថែមទាំងមានរបស់លេងទៀតឬមួយព្រះអង្គម្ចាស់យល់ព្រមជាមួយនឹងជើងហើយមិនខ្វល់ទេពេលនេះត្រូវតែលេងឲ្យចាស់ដៃបន្តិចសិន
ចាហើយចាមិននឹកស្មានថាទុករបស់នេះឲ្យទូបង្គំលេងសោះ សៅហ្វានលោកចង់ធ្វើអីខ្ញុំចង់ធ្វើស្អីមែនទេទុករបស់មួយនេះច្បាស់កន្លែងហើយសួរថានៅចង់ធ្វើស្អីហ៎សៅហ្វានចាំបន្តិចណាហើយចាំបន្តិចទៀតផងចំណៃដល់មាត់ហើយអាណាទៅភ្លើមិនព្រមស៊ីនោះមកប្រពន្ធសម្លាញ់សុំជប់មួយតែនេះគឺលោកមិនអាចសម្រេចបានទេធ្វើចាំមិនទេបើសិនជាស្រែកអ្នកយាមខាងមុខច្បាស់ជាលឺជាមិនខានអើយសៅហ្វានយើងនឹងសម្រាប់ឯងបាត់តាហើយយុគមិនសិតតែនិយាយថាសាហ្វានតិចថ្នមបាន3ដងនេះជារបស់អ្វីទៅជឿមានអារម្មណ៍ថាប្រអប់នេះដូចជាធ្លាប់ស្គាល់ស៊ូហេតុអីបានជាលេងតំណាប់អញ្ចឹងហ៎អីចាលោកគ្រូនៅទីនេះហាក់ពិតជាធុញខ្លាំងណាស់លោកគ្រូនំខ្ញុំក៏ដែរលេងទៅណាមិនទៅទេបើអញ្ចឹងលោកគ្រូមិនអាចលេងជាមួយខ្ញុំទេមិនអាចលេងបានទេបើអញ្ចឹងគឺមានតែខ្ញុំលេងជាមួយលោកគ្រូវិញលេងជាមួយលោកគ្រូក៏មិនបានដែរស៊ូនេះឯងធំហើយនៅចង់លេងជាមួយនឹងលោកគ្រូទៀតផ្ដេសផ្ដាស់មែនបើអញ្ចឹងលោកគ្រូច្រើនឆ្នាំកន្លងមកនេះហាខ្ញុំបាត់ចង់ឃើញមុខលោកគ្រូខ្លាំងណាស់លោកគ្រូឲ្យខ្ញុំឃើញមុខបន្តិចបានទេរឿងនេះគឺមិនបាននោះទេគ្រាន់តែដោះវាចេញហើយសុំមើលបន្តិចមិនបានទេអីហើយតែម្ដងទេណាហើយហេតុអីក៏លោកគ្រូចាប់ដាច់មែនលោកគ្រូដោះមិនបាននោះទេហេតុអីក៏ដោះមិនបានទេលោកគ្រូពាក់វាជាប់មែនទេមិនថាលាងមុខមិនថាហូបបាយគឺពាក់ជាប់ហ្មងហើយមានធុញអត់ហ្នឹងខ្ញុំអត់ប្រកាន់ថាលោកគ្រូមានមុខយ៉ាងម៉េចទេណាស្អាតមិនស្អាតតែទទួលបានទាំងអស់គ្រាន់តែសុំមែនទេចាស៊ូតែកុំធ្វើបែបនេះអីស៊ូណាសំតផងលោកគ្រូពីព្រោះវាជ្រុលបាត់ហើយហ្នឹងកុំខាំងខ្ញុំអីណាតប់ជាប់ស៊ូពេលនេះគឺឯងធំហើយដល់ពេលដែលឯងត្រូវចាក់ចេញទៅមើលពិភពលោកនៅខាងក្រៅហើយពិភពលោកនៅខាងក្រៅពិតជាគ្រោះថ្នាក់ណាស់ដូច្នេះឯងត្រូវតែការពារខ្លួនឯងបើមិនចឹងទេច្បាស់ជាចេតរយមិនខានយល់ដែរទេបានអញ្ចឹងលោកគ្រូអត់អាចចេញតែក្រៅជាមួយស៊ូបានទេអីលោកគ្រូត្រូវតែការពារស៊ូណាលោកគ្រូមិនអាចចាក់ចេញពីទីនេះបានទេមិនអញ្ចឹងហេតុអីទៅហេតុអីក៏មិនអាចចេញទៅក្រៅបានលោកគ្រូមានទូនាទីដើម្បីការពារនៅទីនេះបើលោកគ្រូចេញទៅច្បាស់ជាមានបិសាចអុកលងបើអញ្ចឹងតើលោកគ្រូអត់អាចចាក់ចេញពីរាជបល្ល័ង្កនេះបានទេតាំងពីខ្ញុំនៅតូចម៉េះនៅទីនេះគឺជាចំណុចកណ្ដាលនៃភ្នែកវិញ្ញាណទើបលោកគ្រូមិនអាចចាក់ចេញបានចំណុចកណ្ដាលភ្នែកវិញ្ញាណដូច្នេះហើយទើបលោកគ្រូនៅទីនេះដើម្បីការពារនៅពិភពទាំង4ការពារពិភពទាំង4ត្រូវហើយដូច្នេះហើយទើបលោកគ្រូមានទូនាទីការពារនៅទីនេះមិនអាចចេញទៅណាបានទេលោកគ្រូប្រាប់ឯងទៅចោះលោកគ្រូមានរហស្សនាមមួយទៀតគ្រាន់តែពួកបិសាចលើឈ្មោះលោកគ្រូក៏ភ័យខ្លាចដែរគឺព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4លោកគ្រូក៏បារម្ភអីសុននៅកំដៅលោកគ្រូជានិច្ចក្មេងល្ងងយើងពិតជាចង់ចាក់ចេញទៅជាមួយនឹងឯងខ្លាំងណាស់ប៉ុន្តែយើងមិនអាចចាក់ចេញពីទីនេះបានទេលោកគ្រូជូនជាអ្វីនឹងអំណោយនេះខ្ញុំជូនលោកគ្រូណាគឺខ្ញុំបានតាមលោកគ្រូតាំងពីអាយុ3ឆ្នាំម៉េះរហូតដល់ពេលនេះខ្ញុំអាយុ22ឆ្នាំហើយសរុបទាំងអស់គឺ19ឆ្នាំក្នុងមួយឆ្នាំផ្លែឈើតាំផ្លែម្ដងគត់ក្នុងមួយឆ្នាំខ្ញុំដាក់វាមួយគ្រាប់ទាំងអស់គឺ19គ្រាប់ណាបើសិនជាលោកគ្រូពាក់ទៅខ្លាចจะធ្វើឲ្យពពួកបិសាចសាច់ចំអកលោកគ្រូនោះទេដូច្នេះលោកគ្រូមិនពាក់ទេពាក់ហ្មងទេណែមិនដែរចូលចិត្តអត់ហ្នឹងលោកគ្រូមិនពាក់ទេលោកគ្រូធ្លាប់តែពាក់តំណែងរបស់ថាបាយមិនស័ក្តិសមទេណាលោកគ្រូមិនត្រូវដោះវាចេញទេគឺត្រូវតែពាក់វាទោះបីជាអ្នកណាខេងក៏ដោយលោកគ្រូគឺជាអ្នកគ្រប់គ្រងពិភពទាំង4តើអ្នកណាគេហ៊ានសាច់ចំអកឲ្យលោកគ្រូទេត្រូវហើយឯនិយាយអញ្ចឹងក៏ត្រូវមួយយ៉ាងដែរគ្មានអ្នកណាហ៊ានសាច់ចំអកទេសុនតាំងពីដើមមកលោកគ្រូមិនដែលសួរអំពីម្ដាយរបស់ឯងទេហេតុអីបានជាឯងមកដល់ទីនេះម្ដាយរបស់ខ្ញុំមែនទេខ្ញុំបានរស់នៅជាមួយគាត់តាំងពីតូចគាត់ត្រូវបានគេចាប់ខ្លួនរួចហើយក៏ត្រូវបានគេយកទៅសម្លាប់ចោលបាត់ហ
ហេតុអីបានជាលោកគ្រូសួរពីគាត់ ម្ដាយរបស់ឯងមកពីពិភពពោពេញទៅដោយពន្លឺដែលមានភាពស្រស់ស្អាតនៅទីនោះគឺមានមនុស្សជាច្រើនគ្រប់ប្រភេទទីនោះគឺជាផ្ទះរបស់ឯងហើយសុនថ្ងៃនេះឯងគួរតែសប្បាយចិត្តព្រោះឯងបានហាត់យុទ្ធសាស្ត្របានសម្រេចហើយលោកគ្រូគ្មានអ្វីនឹងអាចបង្រៀនឯងទៀតទេដល់ពេលឯងត្រូវចេញហើយ ហេតុអីក៏ឲ្យខ្ញុំចាក់ចេញ ប៉ុន្តែឯងត្រូវតែចាំថាត្រូវតែការពារផែនដីរបស់ឯងពីព្រោះថាពិភពមួយនោះគឺជាផ្ទះរបស់ឯងដូច្នេះឯងត្រូវតែការពារទីនោះឲ្យបានល្អតើយល់ដែរទេ សូអែជល បានហើយសុនពេលនេះដល់ពេលវេលាដែលឯងត្រូវចាក់ចេញហើយគ្មានអ្វីសោកស្ដាយទេមនុស្សយើងតែងតែជួបតែងតែមានការបែកគ្នាជារឿងធម្មតាទេ បាទគុណលោកគ្រូសម្រាប់ការបង្រៀនកូនសត្វដែលជាខ្ញុំមួយជីវិតរបស់ខ្ញុំនេះនឹងចងចាំគុណរបស់លោកគ្រូជានិច្ច បានហើយទៅចុះបែកគ្នាលើកនេះមិនដឹងថាពេលណាបានជួបគ្នាទៀតទេសុនពិតជាមានសមត្ថភាពមែនជាស្ដេចស្រីគ្រប់គ្រងនគរប៉ុន្តែក៏មានរឿងមួយចំនួនដែរ100ឆ្នាំក្រោយលោកគ្រូនឹងទៅជួបឯងកូនសិស្សរងចាំលោកគ្រូទៅព្រះអង្គម្ចាស់នៅឋានសួគ៌ខ្ញុំចង់ចាក់ចេញពីទីនេះចង់ទៅលេងស្រុកកំណើតខ្លះបើឯងចាក់ចេញពីទីនេះទៅតើបានណាជជែកជាមួយនឹងយើងទៅឯងពិចារណាសិនទៅនៅទីនេះបាន2នាក់ជាមួយនឹងយើងបើឯងចេញបាត់យើងគ្មានគ្នាដកមេជាមួយគ្នាទេអត់ទេយ៉ាងណារាប់រយឆ្នាំហើយខ្ញុំនៅទីនេះមិនដែលបានទៅលេងស្រុកកំណើតទេក៏ជួលឆ្នាំនេះគឺជារដូវភ្ជុំបិណ្ឌដោយសារតែឯងចង់ទៅភ្ជុំបិណ្ឌយើងអនុញ្ញាតឲ្យឯងទៅចុះតែឯងដោះស្រាយវិធីឃុំឃាំងខ្លួនឯងទៅអញ្ចឹងតើលោកអាចមានវិធីដែរទេបើសិនជាលោកមានវិធីអាចជួយបង្ហើបខ្ញុំបានដែរទេមុនអាគមទំនួញប្រែតល្អខ្ញុំនឹងសាកមើលម៉ែឪរស់នៅប្រឹងព្រោះកូនដល់សូនជីវិតបាត់សង្ខារអីពិតជាអាចដោះបានមែនទេប៉ុន្តែឯងត្រូវតែមានការដោះដូរលោកចង់ដូរជាមួយនឹងវត្ថុមួយនេះមែនទេបានខ្ញុំនឹងផ្លាស់ប្ដូរជាមួយនឹងលោកខ្សែដៃមួយនេះពិតជាល្អណាស់ខ្លាញ់លោកសន្យាថាជួយមើលថែស៊ូអើមែនទេហេតុអីក៏ពេលនេះលោកធ្វើមិនបានទៅវិញសាវតារបស់លោកខ្ញុំស្គាល់ហើយតែលោកពិតជាមិនអាចរស់នៅមើលថែកូនស្រីរបស់ខ្ញុំអស់មួយជីវិតទេមែនទេតាមមើលទៅនេះគឺជាការបំពាន់ភ្នែកពួកទេវតានេះពិតជាលេងសាច់ពេកហើយលោកឆាប់ទៅអង្គុយនៅកន្លែងចាស់របស់លោកវិញទៅអ្វីគ្រប់យ៉ាងគឺខ្ញុំមិនខ្វាយខ្វល់អ្វីទាំងអស់សុំទោសផងណាមីងឆ្នាំនេះខ្ញុំត្រូវតែទៅលេងស្រុកលោកគ្រូណាសួរលោកគ្រូណាទីបំផាត់លោកគ្រូបង្ហាញមកឲ្យខ្ញុំឃើញហើយមកពួកយើងជប់លៀងទេតើដាក់មញ៉ាំងជាមួយកូនសេះទៅណាលោកគ្រូណាអើយមកចាំងលោកគ្រូខ្ញុំគឺស៊ូអានណាពួកយើងអត់ចង់ជប់លៀងទេមកតែផាត់ជាមួយកូនសេះទេឡឡៃមិនមែនស៊ូទេឋានសួគ៌នេះពិតជាព្រេងឯងពេកហើយដើម្បីទៅលេងស្រុកខ្ញុំត្រូវតែទៅឲ្យបានដើម្បីជួយដល់សុនបើឯងចង់ទៅគឺឆ្លងមួយដំណាក់កាលនេះបើឯងឆ្លងផុតគឺអាចទៅបានខ្ញុំនឹងសាក់មើលហ៎របងចុះស្អីនឹងហោះចុះហោះឡើងអញ្ចឹងចាប់យ៉ាងមិនបានទៅចេញកាឡាមកមិនចង់ឲ្យខ្ញុំចេញទៅស្រុកហ្មងការពិតគឺខ្ញុំគឺជាព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4អញ្ចឹងតើចេះតែឆ្ងល់ថាខ្លួនឯងមានកម្លាំងខ្លាំងម្ល៉េះការពិតខ្លួនឯងគឺជាព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4សោះពេលនេះខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់កម្លាំងរាងកាយអាបរោះម្នាក់នេះពិតជាអស្ចារ្យណាស់
ពេលនេះកម្លាំងធានរបស់ខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់សៅហ្វានហើយនឹងខ្ញុំបានចូលជាមួយនឹងគ្នាយុទ្ធសិលខ្លាំងអស្ចារ្យនគរទាំង3បន្ទាប់ពីពិភាក្សាគ្នាច្រើនថ្ងៃក៏សម្រេចចិត្តបែបហ្នឹងហ៎ត្រូវហើយមើលទៅនគរទាំង3របស់ពួកយើងមិនអាចផ្សះផ្សាគ្នាបានទេយល់ល្អព្រះអង្គម្ចាស់ចូលចាញ់ឲ្យហើយទៅថាម៉េចពិតជាគួរចង់សើចបានហើយណាពេលនេះរបួសរបស់ខ្ញុំរើឡើងវិញខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាទៀតទេពេលនេះតទៅនគរទាំង3គ្រប់គ្រងមហាជ័យហើយខ្ញុំក៏បានសម្រេចចិត្តរួចហើយថាចាប់ពីពេលនេះតទៅគឺខ្ញុំចូលនិវត្តន៍ទេព្រះអង្គមហាជ័យរបស់យើងមិនអាចប្រគល់ឲ្យអ្នកដទៃគ្រប់គ្រងទេណាពួកគេច្បាស់ជាបំផ្លាញយើងខ្ញុំបានសម្រេចចិត្តហើយនេះមិនចាំបាច់បកស្រាយទេសូមព្រះអង្គព្រះតម្រេះប្រមេម្ចាស់លីនស៊ីអញហ៊ាននិយាយបែបហ្នឹងផងមែនទេរឿងប្រទេសជាតិអញចេះដឹងផងហ៎យើងបានសម្រេចចិត្តហើយថាយើងត្រូវទៅធ្វើយ៉ាងនេះទាំងអស់គ្នាព្រះអង្គម្ចាស់បានយល់ព្រមហើយដែលនាងលីនស៊ីមិនចាំបាច់ធ្វើបែបនេះទេត្រូវហើយព្រះអង្គយល់ព្រមដោយខ្លួនឯងគ្រាន់តែបោះត្រាទៅគឺវាចប់ទៅហើយឆាប់បោះត្រាទៅនគរទាំង3របស់យើងនឹងគ្រប់គ្រងមហាជ័យហើយមហាជ័យคล้ายទៅជារបស់ពួកយើងនេះដូចជាមិនសមទេព្រះអង្គម្ចាស់ដាច់អហង្ការហើយប៉ុន្តែនៅក្នុងនេះគឺមិនទាន់មានត្រាទេកិច្ចសន្យានេះមិនទាន់មានសិទ្ធិភាពនោះទេមែនទេគឺប្រហែលជាមកពីយើងឈឺខ្លាំងពេកម្ល៉េះហើយបានជាភ្លេចភ្លាំងនឹងណាប៉ុន្តែមិនអីទេមានយើងហើយបើទោះជាគ្មានត្រាក៏មិនអីដែរមិនអាចអញ្ចឹងទេព្រះអង្គថ្លើមធំអញហ៊ានស្រែកដាក់យើងផងហ៎យើងជាស្ដេចឬមកក៏ឯងព្រះអង្គមើលទៅមិនស្រួលទេនេះលោកចង់ធ្វើអីនឹងសៅហ្វានលោកហ៊ានប្រមាថខ្ញុំនៅចំពោះមុខមនុស្សច្រើនផងហ៎ការពិតគឺជានាងមែនឆាប់លេងដីរបស់ខ្ញុំទៅហេតុអីបានជាកលាខ្លួនទៅជាព្រះអង្គម្ចាស់ទៅវិញហ៎តាមពិតគឺនាងប្រែកលាខ្លួនចង់ព្យាបាលមុខតែអត់ចង់ចំណាយលុយច្រើនបងប្អូនទាំងគ្នាអាចជ្រើសរើសយកឈុត skin 66យកទៅប្រើប្រាស់បានដែលអាចព្យាបាលមុខមុនជាប់អាចរួយអេលែកស៊ីបងប្អូនទាំងអស់គ្នាដែលមានមុខស្មូតមុខទៅឡើងទៅខ្សែក្រហមស្បែកមុខបងប្អូនទាំងគ្នាលាបអីក៏អត់សលាបអីក៏អត់ផ្លាយអត់គីឡូអត់អឡូបងប្អូនទាំងគ្នាអាចជ្រើសរើសយក skin 66យកទៅប្រើប្រាស់បានដល់ skin 66គឺមានជាឈុតមាន3មុខមានហ្វូមមានយប់និងមានព្រឹកហើយបងប្អូនទាំងអស់គ្នាសម្រាប់ skin 66បងប្អូនទាំងអស់គ្នាលាបរយៈពេលត្រឹមមួយសប្តាហ៍ទៅ10ថ្ងៃគឺឃើញផ្លាយបងប្អូនទាំងអស់គ្នាសម្រាប់ skin 66គឺព្យាបាលចាប់ពីថ្ងៃទី1ដែលអតិថិជនយកទៅប្រើប្រាស់តែម្ដងចឹងបងប្អូនទាំងគ្នាអាចរកទិញបានទូទាំង25ខេត្តក្រុងការប៉ັດគឺជាឯងហើយចាក់សៅហ្វានលេងដីរបស់ខ្ញុំទៅបំឡំខ្លួនធ្វើជាព្រះអង្គម្ចាស់ត្រូវតែមានទោសធ្ងន់ឆោតភ្លាមព្រះអង្គមានរឿងអីទៅពួកលោកចង់ប្រកាសសង្គ្រាមជាមួយមហាជ័យហើយប្រគល់មហាជ័យឲ្យយើងនឹងប្រគល់ព្រះអង្គម្ចាស់ឲ្យទៅពួកឯងវិញបើមិនចឹងទេព្រះអង្គម្ចាស់របស់ឯងនេះច្បាស់ជាស្លាប់ឥឡូវនេះហើយចាប់ពីពេលនេះទៅពិភពលោកនេះคล้ายទៅជាស្ដេចរបស់បិសាចហើយពួកអតាកចាស់ឯងឈប់និយាយភ្លាមទៅពួកអាចង្រៃឯងចង់គំរាមជើងផងអីហិចហ៎ណែអីបានជាអាលអត់នេះមានយុទ្ធសាស្ត្រខ្លាំងម្ល៉េះយុទ្ធសាស្ត្រកម្រិតព្រះត្រូវហើយសមត្ថភាពពួកយើងពិតជាមិនដល់គេទេអីយ៉ាម៉ែអើយណែការពិតគឺជាព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4ណែថាម៉េចព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់សូមលើកលែងទោសដល់ពួកយើងផងខ្ញុំខុសហើយអតាកចាស់ហេតុអីបានជាលុតជង្គង់នៅចំពោះមុខអាលអត់នោះទៅវិញធីមយើង3នាក់ផ្ដាច់តាកចាស់ឯងចោលហើយពេលនេះមានតែ BCC តែ2នាក់ទេពួកតាកចាឯងនេះយើងឲ្យឯងជួយគ្រប់គ្រងនគរការពារបិសាចហេតុអីបានជាមកចង់ដណ្ដើមទឹកដីមហាជ័យវិញឬមួយក៏ពួកឯងចង់ដណ្ដើមទឹកដីមហាជ័យនេះដើម្បីចង់ដោះបណ្ដាសាររបស់ពួកឯងតើឯងដឹងតែរបៀបមិនទេគ្រប់យ៉ាងគឺស្ថិតនៅលើកំណាប់ដៃរបស់យើងអាចដោះបណ្ដាសារនេះបានពួកឯងទៅតែចុះចូលជាមួយនឹងមហាជ័យមិនត្រូវឈ្លានពានមហាជ័យទេយុទ្ធសាស្ត្ររួមគ្នាណែអាយ៉ានេះតើគាត់ពិតជាអាចដោះបណ្ដាសារនេះបានមែនទេ
តាមបរិយាពេលយូរឆ្នាំហើយដែលប្រជារាស្ត្រជាប់បដាសាននោះ អូនបណ្ដាសាសនេះគឺខ្លាំងណាស់ណាតើគាត់ពិតជាអាចដោះបានមែនអោមហាតាញ់តាញ់លោកតាប្រាប់អញឲ្យទៅផឹកស្រាសវឹងកាលណាចូលដេកកាលនឹងបើកភ្លាមអូនខ្ញុំជាហើយខ្ញុំក៏ជាដែរចូលខ្ញុំជាហើយហើយមានអារម្មណ៍ថាល្អអស់ មិនចាស់ប៉ាត់ជាស្អាតខ្លាំងណាស់ប៉ាត់មិនឲ្យមិនគួរឲ្យជឿសោះប៉ាត់ជាស្អាតណាស់ អូនបណ្ដាសាដែលខ្ញុំភ្លុកបាយបិណ្ឌនោះឥឡូវដោះបានហើយ ខ្ញុំបានដោះរួចហើយព្រះអង្គទៅចុះពេលនេះលោកម្ចាស់សៅហ្វានបានដោះបដាសាទដែលជាប់រាប់រយឆ្នាំនោះរួចហើយណាប្រមែម្ចាស់អីនិយាយអីហ្នឹងសូមអរព្រះអង្គម្ចាស់ដែលបានជួយសង្គ្រោះពួកយើងព្រះអង្គពិភពទាំង4ទូបង្គំអាចរៀនយុទ្ធសិលពីត្រង់បានដែរទេជួយបង្រៀនទូបង្គំផងគ្មានពេលទំនេរបង្រៀនទេបើចង់រៀនត្រូវតែចូលធីមខាងខ្ញុំរបួសរបស់ទ្រង់បានជាសះស្បើយមែនទេព្រះអង្គតែទ្រង់មានអារម្មណ៍យ៉ាងម៉េចដែរទេពិតជាល្អខ្លាំងណាស់អរគុណសៅហ្វានដែលបានជួយសង្គ្រោះជីវិតខ្ញុំលើកគេហៅលោកថាជាព្រះតែជាព្រះអីទេកាប់បាត់លោកជាព្រះអង្គម្ចាស់ដែលគ្រប់គ្រងពីខាងត្រៃមែនទេព្រះអង្គម្ចាស់អីចាលែងដៃរបស់ព្រះអង្គម្ចាស់ពេលនេះគាត់ជារបស់ខ្ញុំទេពួកនឹងចេញតែឯងចង់ធ្វើអីហ្នឹងលែងដៃរបស់គាត់ទេយើងប្រាប់ឯងទៅចាស់ណាគាត់ជារបស់យើងតែម្នាក់គាត់កុំចាំមកដដែលទ្រង់មិនមែនជារបស់ឯងទេខ្ញុំប្រាប់ឯងទៅចាស់ណាយើងបានប្រឡងខ្លួនធ្វើជាព្រះអង្គបានផ្សំតំណែងជាមួយគ្នាហើយលោកម្ចាស់ពិតជាអស្ចារ្យមែនខ្លាំងណាស់ទាំងអស់គ្នាចេញពីផ្លូវរបស់ខ្ញុំទៅការពិតព្រះអង្គគឺជាប្តីរបស់ខ្ញុំតាំងពីយូរមកហើយគឺពួកយើងទាំងពីរនាក់នៅពិភពផ្សេងទៀតណាពួកយើងទៅឆ្លងភពមកទីនេះបាននិយាយអយុត្តិធម៌គាត់ជាប្តីរបស់ខ្ញុំលោកម្ចាស់សៅខ្ញុំមិននឹកស្មានថាលោកដូចមានមនោសញ្ចេតនាក្រៅខ្នងរបស់ព្រះអង្គអញ្ចឹងសោះបានហើយទាំងអស់គ្នាល្មមឈប់ទៅទាំងអស់គ្នាគិតថាកន្លែងនេះជាកន្លែងដណ្ដើមប្តីមែនទេតែព្រះនាងទាំងអស់មានសិលធម៌មានភាពថ្លៃថ្នូរជាព្រះនាងដែរទេក្នុងនាមយើងជាព្រះអង្គយើងបានប្រកាសឲ្យថាពួកនាងនគរទាំង3គឺត្រូវរៀបការជាមួយលោកម្ចាស់សៅហ្វាននៅចង់ដណ្ដើមចរិតថ្នាក់ទៀតសៅហ្វានលោកម្ចាស់គឺជាមនុស្សនគរមហាជើព្រះអង្គគឺជាចៅហ្វាយរបស់លោកមែនទេយើងជាព្រះមហាក្សត្រត្រូវជាប្រពន្ធស្របច្បាប់របស់លោកអាយ៉ាណែថាម៉េចហ្នឹងបើអញ្ចឹងព្រះអង្គក៏យល់ព្រមធ្វើជាប្រពន្ធលោកប្តីដែរមែនទេរឿងនេះមិនយុត្តិធម៌ទេខ្ញុំធ្វើជាប្រពន្ធទី1ទៅត្រូវហើយបើទោះជាព្រះអង្គជាមហាក្សត្រនៅទីនេះប៉ុន្តែខ្ញុំជាអ្នកស្គាល់គាត់មុនណាស្គាល់គាត់មុនអញ្ចឹងឯងតាមពិតនាងស្គាល់គាត់គឺគ្រាន់តែនៅពិភពផ្សេងតែប៉ុណ្ណោះប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំបានរស់នៅជាមួយគាត់អស់រយៈពេល19ឆ្នាំមកដល់បច្ចុប្បន្នគឺ100ឆ្នាំគាត់តែលោកប្តីជាគ្រូរបស់ខ្ញុំនោះមែនទេទាំងអស់គ្នាកំទាន់អសប្បាយអស់ស្ដេចបិសាចដូចជាយើងត្រឡប់មកវិញហើយអាយ៉ាសូមអបអរស្ដេចបិសាចសូមចូលធីមមួយផងត្រូវហើយខ្ញុំក៏សូមចូលធីមជាមួយស្ដេចបិសាចដែរកុំចាប់អាល្អិតនោះត្រូវហើយកុំចាប់អាល្អិតមួយនោះអាមួយនេះចង្រៃចូលចិត្តតែធ្វើបាបមួយជើងគ្រប់យ៉ាងស្ថិតនៅលើកំដាប់ដីរបស់យើងតែប៉ុណ្ណោះអាល្អិតពីមុនឯងវាយយើងប៉ុន្មានដៃធ្វើឲ្យយើងមានរបួសធ្ងន់ថ្ងៃនេះយើងនឹងសងសឹកឯងហើយមហាជើងនេះក៏ជារបស់យើងដែរនេះលោកកថាគ្រាន់តែជារបួសប៉ុណ្ណឹងគឺអាចធ្វើអ្វីតាមចិត្តមែនទេកុំសង្ឃឹមត្រូវហើយតាមសមត្ថភាពរបស់លោកប្តីគឺអាចកម្ចាត់ពួកឯងបានណាបីក្បាច់កពីកប៉ុកដូចជាឯងនេះចាំបារស្លាប់ហើយអាមមេឃមិនស្គាល់ភ្លេងថ្ងៃមុនជើងប្រាស់ក្បាច់ធឿនទីរ៉ាហើយចឹងថ្ងៃនេះឯងប្រើក្បាច់ស្អីចុះក្បាច់កែរំចង់ឬក៏ក្បាច់វងណយប៉ុន្តែយើងមានរបស់ការពារខ្លួននេះគឺជារបស់វេទមន្តរបស់ព្រះអង្គម្ចាស់ហីអាចោផ្លោកជុំអានេះគេហៅថាមុខសវត្ថិភាពទេការពិតគឺព្រះអង្គម្ចាស់គឺគ្រប់គ្រងពិភពទាំង4អីព្រះអង្គម្ចាស់អីទូបង្គំខុសហើយទូបង្គំខុសហើយអីទូបង្គំខុសហើយទូបង្គំខុសហើយសូមព្រះអង្គលើកលែងទោសឲ្យទូបង្គំផងទូបង្គំឆាប់ធ្វើហើយលោកគ្រូទេបំផាត់ស៊ូអើបានជួបលោកគ្រូម្ដងទៀតហើយស៊ូអើលើកនេះលោកគ្រូមិនទៅចោលអញទេលោកគ្រូពិតជានឹកអញខ្លាំងណាស់100ឆ្នាំហើយលោកគ្រូពិតជាចង់ជួបអញខ្លាំងណាស់សុំអោបមួយមកលោកគ្រូដឹងទេរយៈពេល100ឆ្នាំនេះខ្ញុំនឹកលោកគ្រូខ្លាំងណាស់លោកគ្រូក៏នឹកអញដូចគ្នាកូនសិស្សចង្គួនមើលតែលោកប្តីនិងព្រះអង្គគឺស្គាល់គ្នារយៈពេល100ឆ្នាំហើយដឹងអត់ហើយប៉ុន្តែគួរតែខ្ញុំទៅវិញទេដែលជាប្រពន្ធទី1របស់គាត់នោះមើលតែអំណាចរបស់លោកប្តីសំបីតាបេសាយក៏លុបជង្គង់កាត់តែព្រះអង្គម្ចាស់គ្រប់គ្រងភពទាំង4គឺពិតជាមានអំណាចណាស់ស្ដេចបិសាច
ការនោះជើងបានប្រាប់ឯងហើយចុះហេតុអ្វីពេលនេះឯងនៅតែប្រព្រឹត្តធ្វើខុសបែបនេះថែមទាំងលួចបង្កើតធីមអូទាញមនុស្សទាំងប៉ុន្មានអ្នកនេះចូលក្នុងធីមរបស់ឯងទៀតឯងធ្វើបែបនេះមានន័យថាចង់ប្រឆាំងជាមួយយើងហើយអត់ទេអីព្រះអង្គម្ចាស់ទូបង្គំមិនបានធ្វើអញ្ចឹងទេពួកគេចូលតែស្ម័គ្រចិត្តទេទូបង្គំសុំទោសផងព្រះអង្គម្ចាស់កុំដាក់ទូអីចាស់កណ្ដុំឆែកមិនសាចង្រៃឯងនេះគួរតែស័ក្តិសម3 4 5 6ជើងថ្ងៃនេះឯងមានស្លាប់ក៏ហើមិនរួចដែរព្រះអង្គម្ចាស់ទូបង្គំសុំវមិនចាំបាច់វល់យើងនោះទេអូនស្ថានភាពមិនស្រួលទេអាឡៃព្រះអង្គម្ចាស់ទូបង្គំសុំទោសទូបង្គំក៏សុំទោសទូបង្គំក៏សុំទោសដែរអាណាដឹងថាព្រះអង្គម្ចាស់ជាអ្នកគ្រប់គ្រងពិភពទាំង4នោះសុំទោសទូបង្គំសុំទោសទូបង្គំជាអ្នកខុសប៉ុន្មានអ្នកទៀតជាងលេខទោសប៉ុន្តែអាម្នាក់ដែលក៏ឃ្លឿនហើយធ្វើបាបសុនអឺននោះយើងមិនទុកជីវិតឲ្យវារស់នៅបានទេត្រូវតែអាកដំពងចោលវិវត្តឲ្យអាកនោះមកឆ្វក់ងាប់តែអាដំពងនោះឈឺចាប់យូរណាស់តម្រងងាប់ទៅអើយឯងចង់រត់ពីកំណាប់ដៃយើងផងអំបញ្ញមិនយើងគ្រាន់តែមានកម្រងថាចង់ដងពងឯងតែមិនទាន់បានដងពិតប្រកបទេតែពេលនេះយើងបដូរចិត្តហើយសម្រាប់ឯងចោលដើម្បីកុំឲ្យអុកលោកពជារាជទីបើមិនចឹងទេពជារាជមិនអាចរស់នៅបានសុខសាន្តទេឯងស្លាប់ទៅអូនៅអាប្រែតណាខ្លះដែលចង់ប្រឆាំងជាមួយយើងអយអាណាហ៊ានទៅអាណាហ៊ាននិយាយក៏គ្រឿងបែបនេះតាកាចាស់យើងនឹងសម្លាប់ឯងចោលមិនលឹកស្មានថាខ្ញុំត្រូវស្លាប់ដោយសារតែនិយាយពាក្យអាណាបាម៉ាត់នឹងសោះអូយស្ដាយក្រោយណាស់ជាតិក្រោយខ្ញុំលេងប្រហើនទៀតហើយសេចក្តីប្រកាសបើសិនជានគរបេមាហ៊ានបំពេញមហាជ័យគឺត្រូវមានទោសប្រហារជីវិតប្រជារាស្ត្រខ្លាចទៅជាទាសករ100ឆ្នាំនេះគឺជារាជបញ្ជារបស់ព្រះអង្គម្ចាស់គ្រប់គ្រងភពទាំង4ហេតុដូច្នេះប្រជារាស្ត្រទូទាំងនគរបេមាគឺត្រូវស្ដាប់បញ្ជាចាប់ពីពេលនេះតទៅសូមព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4លោកគ្រូតែថ្ងៃមុខទៀតតាសូមលោកគ្រូឈប់ពាក់របស់មុខទៀតទៅណាចាប់ពីថ្ងៃនេះទៅនគរទាំង3ត្រូវតែចោះចូលជាមួយនឹងមហាជ័យហើយមិនត្រូវមានចិត្តក្បត់មហាជ័យទេអ្នកដែលមានចិត្តក្បត់សម្លាប់មិនរើសមុខប្រហារជីវិត9ជំនាន់អរព្រះគុណព្រះអង្គម្ចាស់មកច្រើនម្ល៉េះត្រៀមការមួយខ្ញុំពេលណាទៅខ្ញុំពិតជាមិនអាចទ្រាំបានតទៅទៀតទេណាពីព្រោះខ្ញុំមកចង់ស្គាល់រសជាតិអាំពាត់ទូចនោះទៀតខ្លាំងណាស់បានបងនឹងរៀបការជាមួយអូនពេលនេះលោកប្តីខ្លាចទៅជាព្រះអង្គម្ចាស់ថែមទាំងមានអំណាចខ្ពង់ខ្ពស់ទៀតហេតុដូច្នេះថ្ងៃក្រោយគឺត្រូវតែថ្នមដៃជាមួយខ្ញុំបន្តិចណាព្រោះខ្ញុំគឺជាមនុស្សព្រៃក្នុងចំណោមស្រីទាំងអស់ព្រះអង្គម្ចាស់ចាំខ្ញុំម្ចាស់ជាអ្នកបង្កើតព្រះបុត្រាបុត្រីឲ្យព្រះអង្គបានច្រើនបន្តិចសូមព្រះអង្គទុបប្រតិចុះចំណែកខ្ញុំចង់បានតែ3នាក់តែប៉ុណ្ណោះចុះបើខ្ញុំម្ចាស់បង្កើតបានកូនប្រុសដាក់ឈ្មោះអ្វីទៅព្រះអង្គម្ចាស់ដាក់ឈ្មោះមែនទេហ៎ខ្ញុំជាលោកស្រីធំពួកឯងនិយាយស្ដីគ្មានការគោរពខ្ញុំឯងតិចសោះពេលនេះពួកឯងឆាប់ចាញ់ទៅយើងជាប្រពន្ធរបស់ទ្រង់ដែនតាមិនក៏ចាំបាច់ដេញត្រូវហើយពួកយើងជាប្រពន្ធដែនតាពួកយើងទាំងអស់គ្នាគឺត្រូវតែទទួលបានយុត្តិធម៌អាចារ្យពួកអូនទាំងអស់គ្នាឈប់ឆ្លោះគ្នាទៅម្នាក់សុទ្ធតែជាប្រពន្ធរបស់បងទេថ្ងៃក្រោយបង្កើតកូនឲ្យបងបានច្រើនបន្តិចទៅណាចំណែកឲ្យពួកលោកអ្នកដែលបានចោះចូលជាមួយនឹងមហាជ័យមិនថាពពកបរោះឬក៏ព្រះអង្គម្ចាស់នគរទាំង3ឲ្យទៅចោះចូលដល់ស្ម័គ្រចិត្តយើងនឹងមានអំណោយឲ្យព្រឹត្តិការណ៍ទាំងពីរមានរបួសយើងមានថ្នាំពិសេសឲ្យអរព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4ព្រះអង្គម្ចាស់តើថ្នាំទប់អ្វីទៅត្រូវហើយតើថ្នាំទប់អ្វីទៅទូបង្គំពិតជាចង់ដឹងណាស់លីនស៊ីនាងយកពីក្របនេះឲ្យគេទៅកុំភ័យអីនេះមិនមែនជាថ្នាំពុលទេជាក់ស្ដែងគឺជាថ្នាំទប់អាចជួយកម្លាំងធាតុពួកលោកបានណាព្រះគុណព្រះអង្គម្ចាស់ព្រះគុណព្រះអង្គម្ចាស់អាចាមើលចាស់ពិតជាអស្ចារ្យណាស់តែបំផុតព្រឹត្តិការណ៍របស់យើងជាសះស្បើយហើយថែមទាំងមានធម៌ពលទៀតព្រះអង្គម្ចាស់បានសងសឹកឲ្យខ្ញុំម្ចាស់ស្រឡាញ់ព្រះអង្គម្ចាស់ខ្លាំងណាស់គ្មានអីសងគុណទេមានតែយប់នេះចំណែកលីនស៊ីវិញតើចង់បានរង្វាន់អ្វីទៅសូមទូព្រះអង្គម្ចាស់ខ្ញុំម្ចាស់មិនសូមអ្វីទេសូមតែនៅក្បែរព្រះអង្គការពារព្រះអង្គនិងព្រះអង្គម្ចាស់អស់មួយជីវិតតែប៉ុណ្ណោះព្រះពរម្ចាស់បានជឿអនុញ្ញាតលោកប្តីសម្រាប់ខ្ញុំគឺជារង្វាន់ដ៏ធំបំផុតនិងស័ក្តិសិទ្ធិបំផុតសម្រាប់ខ្ញុំម្ចាស់អញ្ចឹងយប់នេះអ្នកដែលសម្ពោធមុនគេនោះគឺជាអូនហើយណាពេលនេះពិភពលោកទទួលបានសន្តិភាពសមុទ្រទាំង4ក៏បានបូកចូលគ្នាតែលោកប្តីមានបំណងអីតែអនាគតនៅថ្ងៃអនាគតបងបានរៀបចំរួចរាល់ហើយបងនឹងសាងសង់គ្រឹះវិឡាធំប៉ុណ្ណានេះនឹងស្វែងរកអ្នកក្លាហានណាដែលមានប្រពន្ធច្រើនដូចជាបងអញ្ចឹងផឹកជាមួយគ្នាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកម្យ៉ាងទៀតបងចង់នាំអូនទៅកាន់ពិភពរបស់បងធ្វើដំណើរទេសចរជុំវិញភពផែនដីចាស់តែលោកប្តីចង់ដឹង
ថាស៊ូអើមានផែនការអ្វីនោះ មិនដឹងទេ ផែនការរបស់ខ្ញុំនោះគឺខ្ញុំចង់ឲ្យបងបង្កើតកូនប្រុសមួយឲ្យខ្ញុំដើម្បីបន្តតកូលទៅថ្ងៃមុខហើយខ្ញុំមិនជឿថាព្រះអង្គម្ចាស់ដ៏អស្ចារ្យរបស់ខ្ញុំគ្រាន់តែបង្កើតកូនប្រុសដ៏អស្ចារ្យមួយឲ្យខ្ញុំរឿងអីបងធ្វើមិនបាននោះ ចាំបងបង្កើតឲ្យចង់បានប្រមាណចាំបងជួយបង្កើតឲ្យណា ព្រះអង្គនេះជាអ្វីដែលធ្វើឲ្យព្រះអង្គមានការភ្ញាក់ផ្អើលណាស់ព្រះមេម្ចាស់ពួកយើងទាំងអស់គ្នាក៏ធ្វើដំណើរទៅណាលោកប្តីខ្ញុំម្ចាស់ក៏ចង់ទៅដែរណាព្រះមេម្ចាស់ឲ្យខ្ញុំម្ចាស់ទៅជាមួយទៅការចំណាយតាមប្រមាណទុកខ្ញុំម្ចាស់ជាអ្នកចេះចំណែកខ្ញុំម្ចាស់ប្រើត្រីវិស័យដើម្បីមើលផ្លូវណាព្រះពរម្ចាស់ អាចារ្យពួកអូនទាំងអស់គ្នាឈប់និយាយទៅបងមានកណិតមួយចង់និយាយប្រាប់ពួកអូន គំនិតអីគេទៅ បងនឹងនាំពួកអូនទៅដើរលេងនៅពិភពផែនដីរបស់បងគឺឆ្នាំ 2025 ល្អណាស់យេ ការផលិតវីដេអូនេះគឺខ្ញុំបានចំណាយពេលវេលាជាយូរណាស់ថែមទាំងយកថវិការបស់ខ្លួនឯងទៀតផងសម្រាប់ក្នុងការជួលតួស្រីក្នុងការបញ្ចូលសំឡេងដូច្នេះសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាជួយ support មកកាន់ admin ដើម្បី admin មានកម្លាំងទឹកចិត្តនៅក្នុងការធ្វើរឿងបន្តទៅទៀតរាល់អ្នកដែលឧបត្ថម្ភមកកាន់ admin តែងតែដាក់ឈ្មោះនៅក្នុងវីដេអូសូមជូនពរពុកម៉ែបងប្អូនឲ្យជួបតែសេចក្តីសុខរកស៊ីទទួលទានមានបានគ្រប់គ្នា